កាលពីជាតិមុនខ្ញុំបានចាប់ឃាត់អ្នកបើកបរស្រវឹងម្នាក់ដែលជាមនុស្សមានអំណាចនឹកស្មានមិនដល់ថាថ្ងៃបន្ទាប់មកខ្ញុំក៏ត្រូវបានគេបញ្ជូនឲ្យទៅយាមអាំងទឹកនៅតំបន់ដាច់ស្រយាលប៉ុន្តែវីដេអូដែលខ្ញុំអនុវត្តច្បាប់ដោយត្រឹមត្រូវត្រូវបានពលរដ្ឋថតបានហើយបង្ហោះតាមអ៊ីនធឺណិតក្រោយពេលមតិសាធារណៈផ្ទុះឡើងខ្ញុំក៏បានឡើងកូដភ្លាមហើយក្នុងរយៈពេលប្រមាណឆ្នាំខ្លីខ្ញុំបានឡើងដល់តំណែងខ្ពស់ប៉ុន្តែក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងគ្រោះទឹកជំនន់ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលមិនទាន់បានជម្លៀសខ្ញុំក៏បានស្លាប់នៅក្នុងទឹកជំនន់ដ៏ធំវឹងល្វើយប៉ុន្តែពេលខ្ញុំបើកភ្នែកម្ដងទៀតខ្ញុំក៏បានចាប់ជាត្រឡប់មកវិញនៅយប់ថ្ងៃដែលខ្ញុំចាប់ឃាត់អ្នកបើកបរស្រវឹងនោះពេលនេះលីវម៉ាន់ដែលជាសង្សាររបស់ខ្ញុំបានស្ម័គ្រចិត្តទៅចាប់ឃាត់អ្នកបើកបរស្រវឹងជំនួសខ្ញុំហើយប្រធានក្រុមស៊ុនក៏បាននិយាយឡើងថាយប់នេះខ្យល់បក់ខ្លាំងនឹងមានព្រឺធ្លាក់ច្រើនណាស់អញជាស្រីវាមិនសូវស្រួលប៉ុន្មានទេគួរតែទុកឲ្យមិត្តរួមការងារជាបរិសុទ្ធទៅវិញទៅខ្យល់បក់នឹងព្រឺធ្លាក់មានន័យដូចម្ដេចទៅពេលចូលធ្វើការយើងបាននិយាយគ្នាអស់ហើយពួកយើងសុទ្ធតែធ្វើការដើម្បីបម្រើប្រជាជនសម្ដីរបស់លីវម៉ាន់ធ្វើឲ្យមិត្តរួមការងារគ្រប់គ្នាបានងាកមកមើលនាងចំណែកឯខ្ញុំដែលឈរនៅក្បែរនោះវិញបានដកដង្ហើមធំដោយភាពតក់ស្លុតលីវម៉ាន់ប្រកាសជាចាប់ជាតិមកដូចគ្នានៅជាតិមុនភាពជោគជ័យរបស់ខ្ញុំបានធ្វើឲ្យនាងលោភលន់ជាតិមួយនេះនាងចង់ដណ្ដើមយកឱកាសមុនខ្ញុំនៅចាំបានយ៉ាងច្បាស់យើងបែកគ្នាទៅនៅជាតិមុនមួយថ្ងៃបន្ទាប់ពីខ្ញុំត្រូវបានបញ្ជូនទៅយាមអាំងទឹកលីវម៉ាន់ក៏បានសុំបែកខ្ញុំដោយមិនស្ទាក់ស្ទើរនាងក៏បែរទៅចាប់ដៃជាមួយកូនអ្នកមានអំណាចភ្លាមបើមិត្តស្រីរបស់អញទៅហើយនោះអញកុំទៅអីមិនអាចឲ្យអ្នកទាំងពីរនាក់ហត់នឿយទាំងគូបានទេបាទប្រធានក្រុមស៊ុនបើអញ្ចឹងខ្ញុំមិនទៅទេខ្ញុំយកព្រមព្រៀងដោយមិនបានគិតអ្វីទាំងអស់ពិតជាគិតថាការអនុវត្តច្បាប់រឿងបាត់បោដោយស្រវឹងអាចផ្លាស់ប្ដូរវាសនាបានមែនពិតជាការយកច្រឡំដ៏ធំមួយភាពជោគជ័យក្នុងជាតិមុនរបស់ខ្ញុំមិនមែនបានមកពីមតិសាធារណៈដោយចៃដន្យនោះទេគឺបានមកពីអំពើល្អដែលខ្ញុំបានធ្វើដោយចៃដន្យម្ដងនោះឯងនិងការរក្សាគោលចំហដើមជារៀងរហូតមកគឺចិត្តស្មោះត្រង់របស់មន្ត្រីការិយាល័យហើយមនុស្សដែលធ្វើឲ្យខ្ញុំបានបង្កើតបុណ្យកុសលនោះគឺសិនឈីងស៊ូកូនស្រីសំណប់របស់លោកសិនមូសិនប្រធានបកប្រចាំខេត្តជាងណានក្នុងជាតិមុននៅរាត្រីនេះដោយសារតែមានព្រឹកធ្លាក់ខ្លាំងពេកកង់ឡានរបស់នាងបានរអិលធ្លាក់ចូលក្នុងប្រឡាយហើយទីបំផុតនាងក៏បានបាត់បង់ជីវិតដ៏ក្មេងខ្ចីរបស់នាងទៅក្នុងការដែលបានចាប់ជាតិថ្មីនេះខ្ញុំមានសមត្ថភាពហើយក៏មានកាតព្វកិច្ចផ្លាស់ប្ដូរវាសនាដ៏សោកសៅពីដើមរបស់នាងអ្នកទាំងអស់គ្នាទៅត្រៀមខ្លួនទៅ15នាទីទៀតយើងនឹងចេញដំណើរលីវម៉ាន់មកដល់មែនដោយការរំពឹងទុកដោយទឹកមុខត្រជាក់ស្រេមយើងបែកគ្នាទៅតើអាចប្រាប់ខ្ញុំពីមូលហេតុបានទេតើខ្ញុំធ្វើអ្វីមិនល្អត្រង់ណាគេមិនបានកើតជាថ្មីមែនសំណាងដ៏ធំធេងមួយនេះទោះយ៉ាងណាក៏នៅតែជារបស់ខ្ញុំដែរអ្នកមានល្បិចច្រើនពេកខ្ញុំធុញហើយនេះក៏អាចយកមកធ្វើជាហេតុផលបែកគ្នាបានដែរឬសុំទោសផងវាពិតជាដោយសារខ្ញុំខ្លាំងពេកមែនអញ្ចឹងសូមជូនពរឲ្យអ្នករកបានអ្នកដែលមិនសូវខ្លាំងនៅពេលក្រោយទៅចុះខ្ញុំឆ្លើយព្រមដោយភាពម៉ឺងម៉ាត់លីវម៉ាន់ស្រាប់តែមានអារម្មណ៍ភ្ញាក់ផ្អើលចុងក្រោយនាងក៏ដើរចេញទៅដោយទឹកមុខរីករាយតែខ្ញុំសម្រេចចិត្តដាច់ខាតបែបនេះគឺដោយសារពេលវេលាមិនរងចាំនរណាឡើយសិនឈីងស៊ឺនឹងជួបគ្រោះថ្នាក់ធ្លាក់ទឹកនៅប្រហែលម៉ោង8កន្លះយប់ពេលនេះម៉ោង7:45នាទីហើយខ្ញុំក៏បើករថយន្តឆ្ពោះទៅជីក្រុងយ៉ាងលឿនឯលីវម៉ាន់វិញក៏ខ្លាចថាការបែកគ្នានេះមិនដាច់ស្រេចដែលនឹងប៉ះពាល់ដល់ឱកាសឡើងយកសាក់របស់នាងក៏ខ្លាចថាខ្ញុំនឹងនៅតាមរំខាននាងទៀតនាងក៏បង្ហោះប្រវត្តិរូបបណ្ដាញសង្គម WeChat ពីរដងជាប់គ្នាដើម្បីប្រកាសជាសាធារណៈដែលខ្ញុំឃើញប្រវត្តិរូបបណ្ដាញសង្គម WeChat នោះខ្ញុំសប្បាយរីករាយខ្លាំងណាស់គេនឹងមិននឹកស្មានដល់ឡើយថាអ្នកស្រុកដែលមានចិត្តសប្បុរសដែលថតវីដេអូកាលពីជាតិមុននោះតាមពិតទៅបែរជាទាលុយពីខ្ញុំយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅវិញថែមទាំងគំរាមកំហែងទាលុយខ្ញុំរហូតដល់ជាច្រើនឆ្នាំវាពិតជាគួរឲ្យជឿក្បាលខ្លាំងណាស់ចំណែកឯលើកនេះបញ្ហានេះនឹងត្រូវធ្លាក់ទៅលើខ្លួនគេផ្ទាល់ម៉ោង8:25នាទីយប់នៅជិតស្ពានមីងយូជីក្រុងសិនឈីងស៊ឺបានដឹងថាហ្វ្រាំងរថយន្តរបស់នាងលែងដំណើរការដោយភាពភិតភ័យនាងក៏បង្វិលចង្កូតមិនឈប់នៅពេលដែលនាងកំពុងតែធ្វើអ្វីមិនត្រូវនោះខ្ញុំបើកបររថយន្តដោយបាត់បង់ការគ្រប់គ្រងបើកបោស្របគ្នានឹងនាងស្រែកប្រាប់នាងថាព្យាយាមទប់ចង្កូតឲ្យជាប់ក្នុងឯកនឹងកៅអីឲ្យជាប់បំផុតតាមដែលអាចធ្វើទៅបានខ្ញុំនឹងយកទូឡានមកប៉ះគៀដើម្បីជួយបន្ថយល្បឿនឲ្យឈប់យល់ទេសិនឈីងស៊ឺភ័យខ្លាចរហូតស្ទើរតែបាត់បង់ស្មារតីនាងគ្រាន់តែអាចស្ដាប់តាមបញ្ជាដោយស្វ័យប្រវត្តិខ្ញុំគ្រប់គ្រងរថយន្តដោយប្រុងប្រយ័ត្នដើម្បីចូលទៅជិតនាងកម្លាំងកកិតដ៏ខ្លាំងក្លាបានបង្កើតជាសំឡេងស្រែកដ៏គួរឲ្យខ្លាចផ្កាភ្លើងខ្ទាតចេញមកគ្រប់ទីសិនឈីងស៊ឺស្រែកដោយភាពភ័យខ្លាចចុងក្រោយដោយមានជំនួយពីបាំងផ្លូវនិងរថយន្តរបស់ខ្ញុំរថយន្តរបស់នាងក៏ត្រូវបានបង្ខំឲ្យជប់លើស្ពានដោយសុវត្ថិភាពខ្ញុំប្រញាប់ចុះពីលើឡានហើយបីសិនឈីងស៊ឺដែលកំពុងតែភ័យស្លន់ស្លោចេញមកភ្លាមនាងក៏យំខ្សឹកខ្សួលឡើងមកខ្ញុំចង់ទូរស័ព្ទទៅប៉ារបស់ខ្ញុំកុំប្រញាប់អីធ្វើតាមសម្រួលទៅអ្នកណាទៅដឹងថាពេលនោះរថយន្តពណ៌ខ្មៅមួយចំនួនដែលបើកតាមក្រោយស្រាប់តែបើកឡោមព័ទ្ធមកក្រុមនេះតាមពិតអាចមើលឃើញសិនឈីងស៊ឺទាំងមនុស្សទាំងរថយន្តធ្លាក់ចូលទៅក្នុងស្ពានមីងយូបាននឹកស្មានមិនដល់ថាបែរជាមកជួបខ្ញុំដែលចូលមកជួយទាន់មនុស្សពីរបីនាក់នោះពាក់ម៉ាស់កាន់ដំបងដែកតម្រង់មករកខ្ញុំសំណាងល្អដែលខ្ញុំរហ័សរហួនខ្ញុំក៏ប្រឡាប់ខ្លួនលើដីរួចថតឡើងទាត់មេខ្លោងម្នាក់នោះដួលកាប់មុខដំបងដែកក្នុងដៃវាខ្ទាតចេញទៅឆ្ងាយខ្ញុំក៏រហ័សរើសយកដំបងនោះហើយវាបកទៅលើពីរនាក់ទៀតខ្ញុំវាចំក្បាលម្នាក់ក្នុងចំណោមពួកវាពេញទំហឹងឈាមហូរចេញមកភ្លាមអ្នកបើកឡានដឹកទំនិញឃើញស្ថានភាពមិនល្អក៏បើកឡានរត់គេចខ្លួនភ្លាមខ្ញុំមិនបានដេញតាមទេព្រោះពេលនេះការសង្គ្រោះមនុស្សជារឿងសំខាន់បំផុតអាយុជីវិតមនុស្សគឺសំខាន់ណាស់មិនអាចយឺតយ៉ាវបានឡើយប៉ាកូនជួបអ្នកអាក្រក់ហើយមានគ្រោះថ្នាក់ចរាចរណ៍នៅឯស្ពានមីងយឺសិនឈីងស៊ឺទាំងញ័រខ្លួនដោយសារតែជានឹងភ័យខ្លាចនាងនិយាយមិនទាន់ចប់ផងក៏សន្លប់បាត់ស្មារតីខ្ញុំក៏រហ័សបីនាងដាក់ឡានរបស់ខ្ញុំហើយប្រញាប់ទៅបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យដែលនៅជិតខ្ញុំបានប្រើឈ្មោះរបស់ខ្ញុំផ្ទាល់នៅពេលចុះឈ្មោះក្នុងផ្នែកសង្គ្រោះបន្ទាន់នៅពេលនោះខ្ញុំមិនទាន់ដឹងពីអត្តសញ្ញាណរបស់កញ្ញាម្នាក់នេះនៅឡើយទេគ្រាន់តែជាការជួយសង្គ្រោះដោយសារតែទឹកចិត្តនៃមនុស្សធម្មតាម្នាក់ប៉ុណ្ណោះជាង2ម៉ោងក្រោយមកសិនឈីងស៊ឺបានដឹងខ្លួនឡើងវិញយឺតខ្ញុំនៅចាំមើលក្បែរក្រេជានិច្ចមិនឃ្លាតទៅណាឡើយហើយក្នុងរយៈពេលត្រឹមតែ2ម៉ោងខ្លីនេះទីក្រុងលីងជាងបានផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែការបាត់ដំណឹងរបស់សិនម៉ូសិនបានចេញបញ្ជាដោយផ្ទាល់ឲ្យស្វែងរកកូនស្រីរបស់គាត់ដោយអស់ពីលទ្ធភាពគ្រប់ស្ពានផ្លូវថ្នល់យានយន្តដែលឆ្លងកាត់និងគ្រប់ជ្រុងជ្រោយជុំវិញតំបន់នោះត្រូវបានត្រួតពិនិត្យយ៉ាងលម្អិតពេលដែលទ្វារបន្ទប់សម្រាប់ព្យាបាលត្រូវបានបើកក្រុមសន្តិសុខពាក់អាវខ្មៅជាច្រើនអ្នកបានឈរយាមនៅមុខអ្នកដែលរុញមនុស្សចេញរួចរត់ចូលមកក្នុងបន្ទប់ចុងក្រោយនោះជានរណាដែលពាក់អាវធំពណ៌ខ្មៅសក់ចំហៀងពណ៌ប្រភេទដែលនោះគឺលោកសិនម៉ូសិនព្រមទាំងអ្នកដែលមានរាងស្លេមគឺអ្នកស្រីស៊ូឈីងម៉ងដែលមើលទៅមានអាយុត្រឹមតែ30ឆ្នាំអ្នកស្រីស៊ូឈីងម៉ងបានឃើញកូនស្រីនៅលើក្រែពេទ្យទឹកភ្នែកហូរធ្លាក់មកភ្លាមឈីងសៀវកូនមានរឿងអ្វីទេឥឡូវមានអារម្មណ៍យ៉ាងណាដែរម៉ាក់កូនមិនអីទេធ្វើឲ្យម៉ាក់និងប៉ាព្រួយបារម្ភហើយមិនអីក៏ល្អហើយម៉ាក់មានកូនស្រីតែម្នាក់គត់បើសិនជាកូនមានរឿងអីតើប៉ានិងម៉ាក់នឹងរស់នៅយ៉ាងណាទៅគឺគាត់ដែលបានជួយកូនម៉ាក់បើមិនអញ្ចឹងទេកូនពិតជាភ័យខ្លាចខ្លាំងណាស់ម៉ាក់ដឹងហើយគ្រូសាយើងទាំងមូលនឹងអរគុណគាត់ឲ្យបានល្អប្រធានក្រុមសន្តិសុខលោកសិនប្រធានក្រុមសន្តិសុខលោកតាវនិងបុគ្គលិកអំដំណើរផ្សេងទៀតឃើញសិនឈីងសៀវសុខសប្បាយជាធម្មតាគ្រប់គ្នាក៏បានទូទ្រូងបន្តិចក្រោយពេលសិនម៉ូសិននិងស៊ូឈីងម៉ងបានស្មត់ចិត្តឡើងវិញក៏បានងាកមកអោនគោរពខ្ញុំយ៉ាងជ្រាលជ្រៅខ្ញុំឈ្មោះសិនម៉ូសិនអរគុណហើយក្មួយ
បានជួយសង្គ្រោះកូនស្រីខ្ញុំមើលទៅអាយុទើបតែនៅក្មេងប៉ុន្តែក្នុងពេលអាសន្នអាចហ៊ានលះបង់ជួយមនុស្សដោយមិនស្ទាក់ស្ទើរភាពក្លាហាននិងការទទួលខុសត្រូវនេះគឺកម្រមានណាស់ក្មួយឈ្មោះអ្វីដែរលោកពូអ្នកមីងខ្ញុំឈ្មោះជាងឈើនេះគ្រាន់តែជាការជួយគ្នាបន្តិចបន្តួចលោកពូមិនបាច់ក្រែងចិត្តបែបទេគ្រាន់តែថាស្អីគេលោកពូសិនយកមិញឡានដែលខ្ញុំបើកគឺជាឡានអង្គភាពពេលនោះស្ថានភាពគឺមិនទាន់ខ្លាំងណាស់ដើម្បីឲ្យរដ្ឋាភិបាលរបស់សិនឈីងស៊ីវឈប់ខ្ញុំបានប្រើរថយន្តដើម្បីទប់កម្លាំងធ្វើឲ្យរថយន្តមានការខូចខាតខ្លះថ្ងៃក្រោយប្រហែលជាត្រូវការពួកជួយសហការនិងពន្យល់ពីស្ថានភាពជាមួយមេដឹកនាំអង្គភាពដើម្បីជៀសវាងការយល់ច្រឡំដោយមិនចាំបាច់បានគ្មានបញ្ហាទេសិនមកសឹងទប់សម្ដេចមិនបានកញញឹមឡើងតើអ្នកមកពីអង្គភាពណាដែរជាបុគ្គលិករបស់កងអនុហ្វេណាធំទី3ស្រុកហ៊ុយមីងសួស្ដីសម្មិតជាងរឿងនេះខ្ញុំនឹងទៅពន្យល់ស្ថានភាពដល់អង្គភាពអ្នកដោយផ្ទាល់អរគុណលោកពូហើយអរគុណខ្លាំងណាស់ពេលនោះគ្រូពេទ្យក៏ដើរចូលមកកូនស្រីរបស់អ្នកគ្មានបញ្ហាអ្វីធ្ងន់ធ្ងរទេគ្រាន់តែបន្តិចបន្តួចប៉ុណ្ណោះចាក់សេរ៉ូមរួចសម្រាប់1 ឬ 2ថ្ងៃក៏ជាសះស្បើយហើយបើខាងលោកគ្មានអ្វីទៀតទេខ្ញុំសូមត្រឡប់ទៅវិញមុនហើយចាំបន្តិចសិនស៊ូជីងម៉ងដល់កាត់ធនាគារមួយមកក្មួយជាងក្មួយបានបង់ថ្លៃព្យាបាលឲ្យសិនឈីងស៊ីវហើយកាត់នេះក្មួយយកទៅក្រៅពីថ្លៃព្យាបាលក៏អំណរគុណពីគ្រួសារយើងដែរតើធ្វើបែបនេះមិនកាច់អ្នកមីងខ្ញុំយកអត់ទេសិនមកសឹងបញ្ចេញទឹកមុខមកចត់ជាងខ្ញុំនឹងចាស់ដឹងគុណក្មួយពិតមែនខ្ញុំញ៉ាំហើយនិយាយថាលោកសិនបើលុយនេះខ្ញុំយកខាត់ខ្លាំងណាស់អ្នកគ្រប់គ្នាភ្ញាក់ផ្អើលខាត់ខ្លាំងណាស់មានន័យក្មួយគិតមើលដាំឡើយខ្ញុំគ្រាន់តែធ្វើអំពើល្អដល់ចិត្តក្នុងអង្គភាពប្រហែលជានឹងសរសើរនឹងផ្ដល់រង្វាន់ដល់ខ្ញុំប្រាក់របស់អ្នករឿងដ៏គួរឲ្យមោទនភាពនេះខ្ញុំសម្បីតែចង់និយាយក៏មិនហ៊ាននិយាយដែរបែបនេះមិនខាត់ខ្លាំងហើយទេអីនិយាយលេងទេតាតាមការពិតវាគ្រាន់តែជាការជួយបន្តិចបន្តួចប៉ុណ្ណោះខ្ញុំជឿជាក់ថាបុគ្គលិកធម្មតាដែលមានសមត្ថភាពណាមួយក៏ដោយពេលឃើញស្ថានភាពបែបនេះប្រកាសជាចេញមុខជួយដោយមិនស្ទាក់ស្ទើរឡើយនេះគឺជាភារកិច្ចរបស់មនុស្សយើងសម្ដីប៉ុន្មានម៉ាត់នេះធ្វើឲ្យអ្នកគ្រប់គ្នាងាកមកចាប់អារម្មណ៍យ៉ាងខ្លាំងអ្នករាល់គ្នាសុទ្ធតែលួចសរសើរខ្ញុំយុវជនម្នាក់នេះមិនត្រឹមតែមានភាពក្លាហានប៉ុណ្ណោះទេថែមទាំងចេះបែងចែកខុសត្រូវនឹងកាលៈទេសៈទៀតផងបាទចាស់សម្មិតជាងបាទអញ្ចឹងសូមអរគុណអ្នកម្ដងទៀតនេះគឺជាការអាជីវកម្មរបស់ខ្ញុំចាំតតែសិនឈីងសៀវសម្រាប់ពីមន្ទីរមកញ៉ាំបាយមួយពេលនៅផ្ទះខ្ញុំមកឲ្យពួកយើងបានបង្ហាញការទទួលភ្ញៀវបន្តិចបាទលោកសិនខ្ញុំនឹងទៅឲ្យដល់ទៀងពេលនោះឯងទូរស័ព្ទរបស់លោកសិនក៏រត់ឡើងភ្លាមគាត់ក៏លើកទូរស័ព្ទទទួលពណ៌សម្បុរមុខរបស់គាត់ក៏ប្រែជាធ្ងន់ធ្ងរឡើងជាលំដាប់រត់គេចខ្លួនបលមើបាទខ្ញុំបានដឹងហើយដាក់ទូរស័ព្ទចុះមុខរបស់សិនមកសិនចាប់ដើមស្រពស្រពោនមេបញ្ជាការសិនវ៉ាងឆឹងអានបានជីជើងហោះហើរទៅបរទេសកាលពីកន្លះម៉ោងមុនដាក់ពង្រាយកម្លាំងតាមចាប់ខ្លួនជាបន្ទាន់ឲ្យលឿនតាមដែលអាចធ្វើទៅបានបាទលោកប្រធានខ្ញុំនឹងរៀបចំឥឡូវនេះឆាប់ឡើងទូរស័ព្ទរបស់មេបញ្ជាការសិនបានរត់ឡើងបន្ទាប់ពីទទួលទូរស័ព្ទរួចគាត់បង្ហាញទឹកមុខលំបាកចិត្តលោកប្រធានជើងហោះហើរ8875បានហោះចេញអាចស្ទាក់ចាប់បានទេបាទអញ្ចឹងតាក់ទងទៅអាកាសយានដ្ឋានអន្តរជាតិភ្លាមរកវិធីស្ទាក់ចាប់ឲ្យបានស្នើសុំសន្តិសញ្ញាធ្វើបច្ចុប្បន្នមិនអាចទេលោកប្រធានក្រុមហ៊ុនអាកាសចរដែលគ្រប់គ្រងជើងហោះហើរនេះពួកគេគ្មានសន្តិសញ្ញាធ្វើបច្ចុប្បន្នជាមួយយើងទេលើកនេះប្រហែលជាសិនមកសិនខ្ជិបថ្មិញទឹកមុខបង្ហាញពីភាពខឹងសម្បាខ្ញុំដើរទៅមុខពូសិនតើពូអាចចំណាយពេលនិយាយជាមួយខ្ញុំបន្តិចបានទេសិនមកសិនតម្រង់ខ្លួនដោយសារតែគាត់ចូលចិត្តខ្ញុំហើយក៏ព្រោះតែខ្ញុំជាអ្នកសង្គ្រោះជីវិតកូនស្រីគាត់ដែរទោះបីជាពេលនេះមានញឹកនឹងការងារក៏ដោយគាត់នៅតែញាប់ក្បាលនាំខ្ញុំដើរចេញពីមន្ទីរពេទ្យមានរឿងអ្វីញ៉ាពូសិនរឿងដែលពូទើបតែនិយាយមិញគឺជារឿងរបស់សមាជិកស្នូនៃក្រុមហ៊ឺសាំងគឺវ៉ាងឆឹងអានដែលកំពុងរត់គេចខ្លួនមែនទេរឿងដែលគាត់ជិះយន្តហោះនោះមែនទេខ្ញុំយល់ថារឿងនេះហាក់មានអ្វីមិនស្រួលដោយគ្មានដីការចាប់ខ្លួនច្បាស់លាស់ទោះបីជាគាត់ដឹងថាខ្លួនឯងមានបញ្ហាក៏ដោយក៏មិនដល់ថ្នាក់ហ៊ានប្រថុយរត់គេចខ្លួនដែរការរត់គេចខ្លួនដោយខ្លាចកំហុសគឺស្មើនឹងការលាតត្រដាងខ្លួនឯងបើត្រូវចាប់បានគឺគ្មានផ្លូវដោះសារឡើយមនុស្សធម្មតាគ្មាននរណាម្នាក់ធ្វើរឿងល្ងងខ្លៅបែបនេះទេតើអ្នកមានយោបល់យ៉ាងណាដែរខ្ញុំគិតថានេះអាចគ្រាន់តែជារឿងបន្លំភ្នែកប៉ុណ្ណោះប្រហែលជាគេនៅលីងជាងនៅឡើយទេប្រើអត្តសញ្ញាណคล้ายៗដើម្បីបង្កើតការរត់គេចខ្លួនคล้ายៗរងចាំឲ្យរឿងស្ងប់ស្ងាត់ចាំរកឱកាសចាក់ចេញខ្លួនពិតប្រាកដគឺលាក់ខ្លួននៅកន្លែងណាមួយនេះទើបសំហេតុផលទៅនឹងតវិជារបស់មនុស្សដែលមានចិត្តលោភលន់សំហេតុផលណាលោកស៊ឿនមូសិនមកក្បាលបើអញ្ចឹងតើអ្នកគិតថាគេនឹងលាក់ខ្លួននៅណាចំគៀងបំភ្លឺមិនដល់គោលកន្លែងដែលគ្រោះថ្នាក់បំផុតជារឿយតែងតែជាកន្លែងដែលសុវត្ថិភាពបំផុតលោកពូស៊ឿនខ្ញុំស្នើឲ្យយកអាសយដ្ឋានអចិន្ត្រៃយ៍របស់វ៉ាងឆឹងអានជាមជ្ឈមណ្ឌលដើម្បីរករោគយ៉ាងហ្មត់ចត់ក្នុងមី3គីឡូម៉ែត្រផ្អែកលើមូលដ្ឋានអ្វីដែរគឺចំណុចខ្សោយនៃចិត្តមនុស្សពេលមនុស្សមានការភ័យស្លន់ស្លោជារឿយតែងតែជ្រើសរើសលាក់ខ្លួនក្នុងបរិយាកាសដែលខ្លួនធ្លាប់ស្គាល់ពិតជាចំណុចខ្សោយនៃចិត្តមនុស្សមែនទែនលោកស៊ឿនមូសិនបានហៅមេក្រុមស៊ឿនមកភ្លាមដោយយកអាសយដ្ឋានអចិន្ត្រៃយ៍របស់វ៉ាងឆឹងអានជាមជ្ឈមណ្ឌលពង្រីកវិសាលភាពក្នុងមី5គីឡូម៉ែត្ររករោគឲ្យកាយដល់គោលឈើនិងពិនិត្យឲ្យបានហ្មត់ចត់បាទចាស់ពូស៊ីនក៏មួយទៀតដែររឿងរបស់កញ្ញាឈីងវ៉ាយុបនេះមិនមែនជាគ្រោះថ្នាក់ចៃដន្យទេគឺមានគេតាមដានឡានរបស់គាត់ជាប់លុះពេលខ្ញុំជួយសង្គ្រោះគាត់រួចក្រុមមនុស្សនោះក៏ស្ទុះចូលមកវាយប្រហារតែម្ដងខ្ញុំសង្ស័យថាពួកគេមានគម្រោងពីរទី1គឺបង្កើតគ្រោះថ្នាក់ឲ្យឡានធ្លាក់ស្ពានទី2គឺបើផែនការទី1មិនបានសម្រេចនឹងត្រូវប្រើហិង្សាចាប់រួចវាយតែម្ដងមិញនេះដោយសារខ្លាចកញ្ញាឈីងវ៉ានឹងមានភ័យខ្លាចទើបខ្ញុំមិនទាន់ហ៊ាននិយាយតើលោកពូបានឃើញក្រុមមនុស្សនោះទេបានឃើញហើយថែមទាំងបានប៉ះទង្គិចគ្នាទៀតផងប៉ុន្តែពេលនោះការសង្គ្រោះមនុស្សជារឿងសំខាន់បំផុតទើបមិនអាចចាប់ខ្លួនពួកគេបានលោកស៊ីនមូសេងតបហាត់ផ្ទះស្មាខ្ញុំតិចដោយអារម្មណ៍រំភើបខ្ញុំដឹងហើយប្អូនជាថ្ងៃក្រោយត្រូវតែមកលេងផ្ទះខ្ញុំណាហើយទុកលេខទូរស័ព្ទរបស់អ្នកឲ្យខ្ញុំមកខ្ញុំនឹងរៀបចំពេលតាក់ទងទៅប្រាប់អ្នកបន្ទាប់មកលោកស៊ីនមូសេងក៏បានទេទូរស័ព្ទបញ្ជាភ្លាមឲ្យស៊ើបអង្កេតករណីគ្រោះថ្នាក់ចរាចរណ៍នៅស្ពានមីងយូយប់នេះព័ត៌មានអំពីយានយន្តនិងមនុស្សដែលបានឆ្លងកាត់ទីនោះកន្លងមកត្រូវតែស៊ើបអង្កេតរឿងនេះឲ្យអស់សេចក្តីការពិតលោកពូអញ្ចឹងខ្ញុំសូមត្រឡប់ទៅវិញសិនហើយបានតើប្អូនចេះប្រញាប់ទៅផ្ទះសម្រាប់ចុះពេលត្រឡប់ដល់ផ្ទះខ្ញុំក៏បានងូតទឹកក្តៅហុំមួយហើយចូលគេងយ៉ាងស្ងប់ចិត្តខ្ញុំដឹងថាខ្លួនបានធ្វើគឺជាកិច្ចការដែលគួរតែធ្វើមិនថាជាការចេញមុខជួយសង្គ្រោះមនុស្សឬក៏ការរំលឹកដល់លោកស៊ីនមូសេងឲ្យជួយពិនិត្យទីដៅនៃការស៊ើបអង្កេតការចេញពីបេះដូងនិងការវិនិច្ឆ័យតាមហេតុផលមូលដ្ឋានទាំងស្រុងការធ្វើរឿងត្រឹមត្រូវមិនចាំបាច់មានហេតុផលទេនៅព្រឹកព្រលឹមថ្ងៃបន្ទាប់ដំណឹងបានលេចចេញនៅក្នុងក្រុមការងារកាលពីយប់មិញលោកវ៉ាងឆឹងអានដែលជាដៃគូស្នូរបស់ក្រុមហ៊ុនហ៊ឺសឹងត្រូវបានចាប់ខ្លួនភ្លាមអ្នកសន្តាគារតូចមួយក្បែរលំនៅឋានរបស់លោកសិនមកសិនមានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំងនៅពេលទទួលបានដំណឹងនេះលោកប្រធានលោកពិតជាចេះមើលការទុកមុនមែនលោកវ៉ាងឆឹងអានម្នាក់នេះចេះប្រើអត្តសញ្ញាណខ្លាំងៗឲ្យឆឹងហាងប៉ាន់មកដើរទូជំនួសដើម្បីរត់គេចចំណែកខ្លួនពិតប្រាកដវិញគឺលាក់ខ្លួននៅក្បែរនោះពិតជាសំណាងណាស់ដែលបានលោកដាស់តឿនបើមិនដូច្នេះទេផ្លូវនៃការស៊ើបអង្កេតរបស់យើងនឹងខុសទីដៅទាំងស្រុងអ្នកដែលមើលការទុកមុនមិនមែនជាខ្ញុំទេគឺយុវជនម្នាក់ដែលបានជួយសង្គ្រោះឈីងស៊ីវទៅវិញទេលោកជាងឈើនកំឡុងមកពីស្រុកហ្វុយមីងនោះមែនទេកាលពីយប់មិញពេលយើងទូរស័ព្ទទៅគាត់ពួកយើងមិនបានប្រយ័ត្នពីគាត់ទេ
ក្រោយពីបានឮគាត់ក៏បានរំលឹកខ្ញុំពីទស្សនៈចង្គៀងក្រោមជើងទើបខ្ញុំកែសម្រួលទីដៅនៃការស៊ើបអង្កេតឡើងវិញយុវជនម្នាក់នេះទោះអាយុមិនទាន់ច្រើនប៉ុន្មានតែការគិតគូរមកចប់ណាស់ថែមទាំងអាចមើលទ្រូដល់ចម្លើយចិត្តមនុស្សទៀតផងពិតជាកុំរកបានណាស់ត្រូវហើយគាត់ជាពលលោកដ៏ល្អម្នាក់មានសមត្ថភាពសង្កេតការណ៍មានគំនិតច្នៃប្រឌិតនៅពេលនោះឯងក៏មានសម្លេងគោះទ្វារការិយាល័យប្រធានក្រុមសន្តិសុខតាវសួនបានដើរចូលមកលោកប្រធានក្រុមសិនខ្ញុំមកធ្វើរបាយការណ៍អំពីការស៊ើបអង្កេតគ្រោះថ្នាក់ចរាចរណ៍នៅស្ពានមីងយឺកាលពីយប់មិញមានរថយន្តធុនតូចចំនួន2គ្រឿងតែតាមប្រមាញ់រថយន្តរបស់កញ្ញាសិនឈីងសៀវដោយសម្ងាត់យោងតាមការត្រួតពិនិត្យនៅកន្លែងកើតហេតុដោយក្រុមបច្ចេកទេសរថយន្តរបស់កញ្ញាសិនឈីងសៀវត្រូវបានគេកែច្នៃបង្កគ្រោះថ្នាក់ហើយអ្នកដែលធ្វើរឿងនេះគឺជានឹងក្រុមតែមួយជាមួយអ្នកដែលវាយប្រហារនៅពេលក្រោយពេលនេះក្រុមមនុស្សទាំងនោះត្រូវបានចាប់ខ្លួនទាំងអស់ហើយគ្រាន់តែជនដៃដល់ទាំង5នាក់បានរងរបួសធ្ងន់បាត់បង់សមត្ថភាពក្នុងការតស៊ូទើបបានជាយើងអាចចាប់ខ្លួនពួកគេបានយ៉ាងរលូនបែបនេះសរុបទាំងអស់មានប៉ុន្មានអ្នករថយន្ត2គ្រឿងមានមនុស្ស6នាក់រងរបួសធ្ងន់5នាក់នៅសល់អ្នកបើកបរម្នាក់ទៀតដែលមិនបានចុះពីលើឡាននៅក្នុងឡានពេញមួយពេលយើងចាប់ខ្លួនគេមិនបានតាំងអ្វីទាំងអស់អីចឹងមានន័យថាជាងឈិនជាអ្នកវាយពួកគេរហូតដល់រងរបួសធ្ងន់មែនទេប្រហែលជាមែនហើយមនុស្សធម្មតាម្នាក់ប្រយុទ្ធជាមួយ5នាក់ថែមទាំងវាយក្រុមជនពាលឲ្យរងរបួសធ្ងន់ទាំងអស់ទៀតផងតែខ្លួនឯងមិនមានសម្បីតែស្នាមរបួសនេះមិនមែនជារឿងសាមញ្ញទេតើអ្នកទាំងពីរអាចវាយ5ទល់នឹង1បានទេនិយាយតាមការពិតទៅមិនបាច់លាក់បាំងទេអ្នកទាំងពីរអាចនិយាយបានលោកមេដឹកនាំក្នុងស្ថានភាពធម្មតាប្រហែលជាអាចទប់ទល់ជាមួយមនុស្សធម្មតា5នាក់បានតែបើត្រូវទល់នឹងក្រុមជនពាលដែលមិនខ្លាចស្លាប់បែបនេះគាត់ប្រហែលជាមិនប្រកាសថាអាចធ្វើបានទេយ៉ាងណាមិញពួកគេវាយប្រហារខុសខើគ្មានគោលការណ៍បើធ្វើប្រហែលបន្តិចនឹងត្រូវចាញ់បោកគេមិនខានដូច្នេះហើយទើបយើងបានជួបនឹងមនុស្សដែលមានសមត្ថភាពល្អតាវសួនអ្នកទៅកាន់ស្ថាប័នពាក់ព័ន្ធនៅស្រុកហ៊ុយមីងមួយទៅយកប្រវត្តិរូបរបស់ជាងឈិនមកហើយយកវាមកឲ្យខ្ញុំដោយផ្ទាល់យុវជនដែលមានសមត្ថភាពបែបនេះទុកឲ្យនៅថ្នាក់មូលដ្ឋានពិតជាគួរឲ្យស្ដាយពិតជាខ្ជិះខ្ជាយទេពកោសល្យខ្លាំងណាស់បាទលេខាធិការឈិនខ្ញុំនឹងទៅចាត់ការភ្លាម Hello បងតើថ្ងៃនេះខ្ញុំចង់ចេញមកនិយាយរឿងលេតិចហ្នឹងហើយបងនេះសាច់លេរបស់ខ្ញុំគឺអញ្ចឹងគឺរៀងខាប់អញ្ចឹងវាអត់រាវពេកហើយក៏វាអត់ខាប់ពេកអត់ពិបាកលាបទេអញ្ចឹងណាហើយសម្រាប់បងដែលគាត់ចង់សាកអីអាចកំពុងតូចសាកសិនក៏បានដែរហើយណាមួយចិត្តភ្ជុំណាបងបើសិនជាបងកំងពីឥឡូវទៅគឺយើងលាបឃ្លុំគឺសតនភ្ជុំហ្មងហើយសម្រាប់លេខ្ញុំ250ក្រាមតម្លៃ$11ហើយបងដែលគាត់មានស្បែកខ្មៅក្រាស់ក្រិនខ្មៅស្បែកលឿងអីលាបអីអត់សមកសាកលេខ្ញុំសិនមកបងឲ្យតែព្យាយាមឃ្លុំព្យាយាមស្ក្រាបហើយឧស្សាហ៍កុំខ្ជិលទិញលេទៅលាបគឺកុំខ្ជិលបើសិនជាបងខ្ជិលគឺលាបអត់សទេហើយសម្រាប់លេខ្ញុំលាបតែមួយកំប៉ុងគឺឃើញប្លែកហើយឲ្យតែបងម្យ៉ាងវិញទៀតខ្ញុំទៅធ្វើការនៅក្រុមទាំង3ដោយអារម្មណ៍ស្រស់ស្រាយហើយពេលទៅដល់ភ្លាមក៏ត្រូវមន្ត្រីប៉ូលីសដែលជាមិត្តភក្តិជិតដិតជាងយីទាញចូលក្នុងការិយាល័យជាងឆេនមានរឿងធំហើយអតីតសង្សាររបស់អ្នកគឺលីវម៉ាន់កាលពីយប់មិញពេលកំពុងឆែកការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងបានជួបនឹងបុគ្គលសំខាន់ម្នាក់ឥឡូវនេះនាយកដ្ឋានយើងទាំងមូលចលាចលអស់ហើយមាននាំគ្នាទៅរាយការណ៍ជូនថ្នាក់លើអស់ហើយតើជាបុគ្គលសំខាន់បែបណាទើបធ្វើឲ្យនាយកដ្ឋានយើងចលាចលដល់ថ្នាក់នេះជាមន្ត្រីថ្នាក់ដឹកនាំកម្ពុជាតាមធម្មតាបើគេបង្ហាញអត្តសញ្ញាណហើយគ្រាន់តែចុះកំណត់ឲ្យតាមនីតិវិធីទៅគឺរួចរាល់តែលីវម៉ាន់កាលពីយប់មិញរឹងរូសខ្លាំងណាស់នាងទូចង់ធ្វើតេស្តនៅកន្លែងកើតហេតុថែមទាំងប្រកែកយកមនុស្សគេទៅពិនិត្យបន្ថែមទៀតផងខុសយ៉ាងណាក៏មិនស្ដាប់ឥឡូវនេះព័ត៌មានត្រូវបានបញ្ចូលក្នុងប្រព័ន្ធរួចរាល់ហើយរឿងនេះធំហើយមិនដឹងថាជាសំណាងឬគ្រោះនោះទេខ្ញុំមកក្បាលយ៉ាងស្ងប់ស្ងាត់សកម្មភាពរបស់លីវម៉ាន់គឺគ្រាន់តែចម្លងបទពិសោធន៍ពីជាតិមុនរបស់ខ្ញុំមកប៉ុណ្ណោះនាងគិតថាធ្វើបែបនេះអាចទាក់ទាញការចាប់អារម្មណ៍ដោយមិនដឹងថាបេះដូងនៃការអនុវត្តច្បាប់គឺសុចរិតភាពមិនមែនការរឹងរូសដោយចិត្តណានោះទេហើយអ្វីបានជាអ្នកមិនមានការភ័យខ្លាចបន្តិចសោះបែបនេះបើមានរឿងអ្វីកើតឡើងពួកយើងដែលជាមន្ត្រីប៉ូលីសធម្មតាអាចនឹងបាត់បង់ការងារតើខ្ញុំត្រូវខ្លាចអ្វីរឿងនេះមិនពាក់ព័ន្ធនឹងខ្ញុំទេពួកយើងបានបែកគ្នាជាផ្លូវការកាលពីម្សិលមិញរួចហើយរាល់រឿងរ៉ាវរបស់អតីតសង្សារម្នាក់នោះមិនពាក់ព័ន្ធជាងឈឿនបែកគ្នាពិតមែនឬស្នេហាដែលតាក់ទងគ្នា4ឆ្នាំបែរជាមកខូចបែបនេះទៅវិញពិតមែនហើយបើអញ្ចឹងខ្ញុំប្រាប់រឿងចម្លែកជាងនេះមួយទៀតព្រឹកមិញខ្ញុំឃើញលីវម៉ាន់នាងមិនមានអារម្មណ៍ភ័យបារម្ភតតែសោះផ្ទុយទៅវិញនាងហាក់ដូចជារីករាយខ្លាំងណាស់មើលទៅដូចជាមនុស្សដែលកំពុងមានរឿងល្អក្នុងជីវិតអញ្ចឹងអ្នកថាចម្លែកអត់ខ្ញុំញឹមតិចរួចទេស្មារបស់គាត់ជប់និយាយដើមគេទៅរឿងហ្នឹងមិនពាក់ព័ន្ធជាមួយពួកយើងទេខំប្រឹងធ្វើការទៅធ្វើតែការងារខ្លួនឯងឲ្យល្អទៅបានហើយបានខ្ញុំគ្រាន់តែខ្លាចថាបែកគ្នាហើយអ្នកនៅមិនទាន់ដាច់ចិត្តពីគេមិនទាន់ដាច់ចិត្តខ្ញុំមិនមែនត្រឹមតែដាច់ចិត្តនោះទេគឺថាសឹងតែចង់សើចចេញមកក្រៅទៅវិញពេលថ្ងៃត្រង់ទៅញ៉ាំបាយនៅរោងអាហារខ្ញុំទើបតែដើរទៅដល់មាត់ទ្វារអារម្មណ៍ថាអ្នកនៅជុំវិញកំពុងចង្អុលបង្ហាញនៅមុខរោងអាហារមានចតឡានថ្មីស្រឡាងមួយបរិះវ័យក្មេងសង្ហាម្នាក់ពាក់វ៉ែនតាខ្មៅឈរនៅក្បែរឡានលីវម៉ាន់ឃើញហើយក៏ស្ទុះទៅរកភ្លាមខ្ញុំមើលមួយភ្នែកដឹងថាបរិះនេះគឺលីសៀជាតិមុនបន្ទាប់ពីលីវម៉ាន់បែកគ្នាជាមួយខ្ញុំនាងក៏តាក់ទងជាមួយគេភ្លាមអ្នកទាំងពីរចាប់ដៃគ្នាញ៉ាំបាយក្នុងរោងអាហារស្និទ្ធស្នាលគ្នាយ៉ាងខ្លាំងចៃដន្យម្លេះអ្នកក៏មកញ៉ាំបាយដែរមែនទេជាងឈឿនក្នុងសម្ដីនាងពោពេញដោយភាពអួតអាងក្នុងចិត្តខ្ញុំមានចម្ងល់ក្នុងពេលដែលលីវម៉ាន់ក៏កើតថ្មីដូចគ្នាគួរតែដឹងថាឪពុករបស់លីសៀក្នុងជាតិមុនប្រធានផ្នែកពេទ្យលីយុននឹងត្រូវចាប់ខ្លួនរឿងប្រព្រឹត្តខុសច្បាប់ឆាប់នេះហេតុអ្វីបានជានាងនៅតែចង់ប្រកាសទំនាក់ទំនងជាមួយលីសៀទៀតសូមណែនាំបន្តិចនេះជាសង្សាររបស់ខ្ញុំឈ្មោះគាត់នឹងហើយដែលខ្ញុំធ្លាប់និយាយប្រាប់សម័យរៀនសាកលវិទ្យាល័យតាមរញ៉ៃ
តាមចែកខ្ញុំ3ឆ្នាំមនុស្សដែលខ្ញុំមិនព្រមយកព្រមសោកដាក់មានអញណាមើលពីលើចុះក្រោមពីដងនេះជាទំនាក់ទំនងចាស់របស់អូនហេកុំលុះសង្ហាណាឈ្មោះអ្វីដែរខ្ញុំមិនបាននិយាយមួយម៉ាត់សោះក៏ងាកក្បាលដើរចេញភ្លាមអូនមើលមុខគេចុះបងដំបងចង់ឲ្យឱកាសគេឱកាសបង្ហាញខ្លួននៅមុខថ្នាក់ដឹកនាំគាត់ខ្លួនឯងទេដែលមិនចេះចាប់ឱកាសកុំថាខ្ញុំមិនចេះមើលថែគាត់ឲ្យសោះកុំប្រកាន់ជាមួយមនុស្សបែបហ្នឹងអីគាត់គ្រាន់តែជាមនុស្សអត់ធ្លាប់ស្គាល់លោកអីមិននឹងអាចប្រៀបធៀបជាមួយបងបានកម្រិតពីដានរបស់គាត់គឺស្មើនឹងកម្រិតទាបបំផុតរបស់ខ្ញុំកាលពី3ឆ្នាំមុនប្រាប់រឿងសម្ងាត់មួយដល់អូនថ្នាក់លើនឹងធ្វើការវិតម្លៃជាសាធារណៈលើរូបខ្ញុំក្នុងពេលថ្មីនេះឱកាសឡើងប្រាក់ខែគឺមានខ្ពស់ណាស់បងពូកែម្លេះអូនពិតជាច្រណែនខ្លាំងណាស់ញឹមបូម៉ាត់រីកុបទាញយកសោបន្ទប់សន្តាគារពីក្នុងហោប៉ៅហុចឲ្យទៅយប់នេះបងនឹងប្រាប់អូនពីរបៀបដើរតាមឲ្យទាន់ជំហានរបស់បងលីវម៉ាន់ទទួលយកកាត់បន្ទប់ទាំងអស់ឯកសកម្មភាពបង្ហាញភាពស្និទ្ធស្នាលបែបមិនច្បាស់លាស់ឲ្យអ្នកជុំវិញខ្លួននាំគ្នានិយាយដើមចំណែកខ្ញុំមិនខ្វល់ខ្វាយបន្តិចសោះឡើយភាពរុងរឿងនៅពេលនេះគឺគ្រាន់តែជារូបភាពមិនពិតប៉ុណ្ណោះយោងតាមកន្លងក្នុងជាតិមុនពីខែក្រោយមកឪពុករបស់គេនឹងត្រូវគេរកឃើញរឿងអាស្រូវម្ដាយរបស់គេក៏នឹងត្រូវជាប់ពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ចដែរអ្វីទាំងអស់នៅពេលនេះគ្រាន់តែជាការភ្លឺចែងចាំងមុនពេលលេចទៅវិញពេលរសៀលប្រធានក្រុមស៊ុនហៃបានមករកខ្ញុំភ្លាមជាងឈឿនមកការិយាល័យខ្ញុំភ្លាមបាទពេលទៅដល់ការិយាល័យស៊ុនហៃទាញដៃខ្ញុំជាប់អញទៅធ្វើរឿងអីមកមែនទេសារភាពតាមត្រង់មកដឹងខ្លួនខ្លះទេស៊ុនហៃខ្ញុំមិនបានធ្វើខុសអ្វីទេស៊ុនហៃផ្លុំផ្សែងបារេចេញមិញនេះមានថ្នាក់លើមកគេមិននិយាយអ្វីទាំងអស់យកឯកសាររបស់អ្នកទៅទាំងអស់តាមបទពិសោធន៍របស់ខ្ញុំស្ថានភាពបែបនេះបើមិនមែនជាការផ្លាស់ប្ដូរការងារប្រហែលជាមានរឿងអ្វីកើតឡើងហើយឬមានបញ្ហាប្រហែលជារឿងល្អក៏ថាបានដែរស៊ុនហៃកុំបារម្ភអីរឿងល្អនិយាយមកបានឡានរបស់អង្គភាពដែលអ្នកបុកការពីយប់មិញខូចខាតដល់ថ្នាក់ណាតើអ្នកបានជួបគ្រោះថ្នាក់ចរាចរណ៍មែនទេតាមត្រង់ការងារនៅក្នុងការិយាល័យមិនមែនងាយស្រួលទេធ្វើឲ្យខ្លួនឯងខូចការអត់អ្នកនិយាយការពិតឥឡូវនេះខ្ញុំនៅអាចជួយពន្យល់ជំនួសអ្នកបានស៊ុនហៃតែងតែយកចិត្តទុកដាក់ចំពោះខ្ញុំខ្លាំងណាស់ក្នុងជាតិមុនបន្ទាប់ពីគាត់បានឡើងតំណែងជាអនុប្រធានមិនដល់ពីខែផងគាត់ក៏ត្រូវបានគេស៊ើបអង្កេតព្រោះរងគ្រោះជំនួសអ្នកដទៃរឿងនេះខ្ញុំនឹងមិនឲ្យសោកនាដកម្មបែបនេះកើតឡើងម្ដងទៀតឡើយមិនមែនទេប្រធានក្រុមស៊ុនហៃពីយប់មិញពិតជាមានរឿងកើតឡើងមែនប៉ុន្តែវាមិនមែនជារឿងផ្ទាល់ខ្លួនទេគឺធ្វើឡើងដើម្បីជួយសង្គ្រោះមនុស្សលេខាសិនម៉ូសិនបានមានប្រសាសន៍ថាគាត់នឹងមកជួបផ្ទាល់ដើម្បីពន្យល់ស្ថានភាពជូនលោកសិនម៉ូសិនណាទៅខ្ញុំមិនដែលឃើញមានអ្នកពាក់ព័ន្ធណាគេមកពន្យល់ផងនៅពេលនោះឯងទូរស័ព្ទរបស់ស៊ុនហៃក៏រត់ឡើងភ្លាមបន្ទាប់ពីគាត់លើកទូរស័ព្ទទឹកមុខរបស់គាត់ក៏ប្រែជាមើងម៉ាត់ភ្លាមសួស្ដីសូមសួរថាតើអ្នកណាដែរបាទចាស់បានខ្ញុំយល់ហើយខ្ញុំនឹងរៀបចំជុំភ្លាមនិយាយយ៉ាងប្រញាប់ប្រញាល់ពី3ម៉ាត់រួចក៏ដាក់ទូរស័ព្ទចុះដែលចេញទៅខាងក្រៅក្នុងពេលជាមួយគ្នាតើសួនប្រធានក្រុមសន្តិសុខបានកាន់ប្រវត្តិរូបរបស់ខ្ញុំតើចូលទៅក្នុងបន្ទប់ការងាររបស់សិនម៉ូសិនលោកលេខាសិនសូមពិនិត្យមើលប្រវត្តិរូបរបស់ជាងជឿនគឺល្អឥតខ្ចោះណាស់គាត់ធំឡើងនៅក្នុងមណ្ឌលកុមារកំព្រារៀនចប់មហាវិទ្យាល័យដោយសារជំនួយពីសង្គមមានជីវិតក្នុងកងទ័ពរយៈពេល3ឆ្នាំបន្ទាប់ពីចូលនិវត្តន៍ពីកងទ័ពក៏បានដាក់ពាក្យប្រឡងចូលមកទទួលបានការងារនោះភ្លាមនៅឆ្នាំម្ដងពេលនៅក្នុងសមត្ថភាពយោធានិងការសម្ដែងរួមរបស់គាត់គឺស្ថិតក្នុងចំណាត់ថ្នាក់ខ្ពស់បន្ទាប់ពីមកធ្វើការក្នុងផ្នែកពាក់ព័ន្ធគាត់ក៏នៅតែខិតខំប្រឹងប្រែងធ្វើការយ៉ាងយកចិត្តទុកដាក់ទទួលបានការកោតសរសើរពីអង្គភាពជាច្រើនលើកធនធានមនុស្សបែបនេះមិនថាដាក់នៅកន្លែងណាក៏គួរតែត្រូវបានឈប់សិនកុំមកលាក់លៀមជាមួយខ្ញុំដែលខ្ញុំឲ្យអ្នកទៅទាញយកឯកសាររបស់គេមកគឺដើម្បីស្វែងរកមនុស្សមានសមត្ថភាពឲ្យខ្លួនឯងមិនមែនរឿងរបស់អ្នកទេខ្ញុំដឹងហើយលោកលេខាសិនខ្ញុំគ្រាន់តែនិយាយលេងទេប៉ុន្តែលោកលេខាសិនប្រសិនបើលោកចង់ប្រើប្រាស់គាត់ឲ្យគាត់មកវឹកហាត់នៅក្នុងការដ្ឋានក្រុមសិនទៅប្រសើរជាងដើម្បីឲ្យស្គាល់ពីរបៀបការងារនៅទីនេះមិនបាច់ទេរឿងប្រើប្រាស់គាត់យ៉ាងណាខ្ញុំមានគម្រោងរួចហើយបាទខ្ញុំយល់ហើយត្រូវហើយក្រុមមនុស្សដែលធ្វើសកម្មភាពនៅសាលាឈីងសៀវកាលពីយប់មិញតើអ្នកបានស៊ើបដឹងឬនៅថាអ្នកណាជាអ្នកនៅពីក្រោយស៊ើបដឹងច្បាស់ហើយវាជាមនុស្សរបស់ក្រុមហ៊ុនហ៊ឺសេងពួកវាទៀតហើយក្រុមហ៊ុនហ៊ឺសេងមួយនេះបានបង្កប់ខ្លួននៅលីងជាងជាច្រើនឆ្នាំមកហើយដោយពឹងផ្អែកលើប្រតិបត្តិការខុសច្បាប់ពេលបំបត្តិនិងដណ្ដើមយកក្រុមអង្គភាពប្រព័ន្ធដល់សម្ដាប់ធ្នាប់ទីផ្សារយើងតែងតែចង់ស៊ើបអង្កេតតែមិនដែលរកឃើញភស្តុតាងសំខាន់ឡើយពេលនេះពួកវាហ៊ានដល់ថ្នាក់ប៉ះពាល់ដល់ក្រុមគ្រួសារខ្ញុំហាក់ដូចជាដល់ពេលដែលត្រូវចាប់ការហើយតើសួនខ្ញុំបញ្ជាឲ្យអ្នករៀបចំប្រតិបត្តិការបង្ក្រាបពិសេសមួយក្នុងពេលឆាប់នេះបង្ក្រាបយ៉ាងតឹងរ៉ឹងរាល់សកម្មភាពខុសច្បាប់ទាំងអស់របស់ក្រុមហ៊ុនហ៊ឺសេងត្រូវធ្វើឲ្យលឿននិងចំគោលដៅដាច់ខាតកុំឲ្យពួកវាបន្តធ្វើរឿងអាក្រក់បានទៀតបាទលោកលេខាសិនខ្ញុំនឹងរៀបចំផែនការចាប់ខ្លួននិងបង្ក្រាបភ្លាមអ្នកដែលពាក់ព័ន្ធនឹងហេតុការណ៍នេះនឹងមិនឲ្យរួចខ្លួនសូម្បីតែម្នាក់ក្រោយពីបង្កើតផែនការរួចរាល់ខ្ញុំនឹងរាយការណ៍ជូនលោកភ្លាមបានចំណែកឯជាងឈឿនវិញកុំទៅរវីរវល់ជាមួយគេទៀតខ្ញុំបានរៀបចំទុកអស់ហើយយល់ហើយក្រោយពីតៅសៀនចេញទៅលោកសិនម៉ូសេងក៏ទទួលបានទូរស័ព្ទពីកូនស្រីគឺកញ្ញាសិនឈីងសៀវកូនស្រីកូននឹកឃើញទូរស័ព្ទមកលោកប៉ាដែរឬសុខភាពកូនធូរស្បើយខ្លះហើយឬនៅលោកប៉ាតើលោកប៉ាក្រុងនឹងអញ្ជើញជាងឈឿនមកញ៉ាំអាហារនៅផ្ទះនៅពេលណាដែរកូននៅមិនទាន់បានអរគុណគាត់ឲ្យបានត្រឹមត្រូវនៅឡើយទេម្យ៉ាងទៀតគាត់មានរបស់មួយភ្លេចទុកនៅលើឡានកូននេះក៏ជាឱកាសល្អក្នុងការយកទៅជូនគាត់វិញដែរអូកូនអាចចេញពីមន្ទីរពេទ្យបានហើយឬលោកប៉ាគិតថាចាំកូនចេញពីមន្ទីរពេទ្យសិនចាំរៀបចំថ្ងៃនេះពេលព្រឹកកូនចេញពីមន្ទីរពេទ្យហើយមិនមានអ្វីធ្ងន់ធ្ងរទេកូនក៏ជាបុគ្គលិកម្នាក់ដែរមិនមែនទុំខ្សោយដល់ថ្នាក់នឹងទេបានតាមចិត្តកូនចុះអញ្ចឹងយកយប់នេះតែម្ដងទៅកូនទូរស័ព្ទប្រាប់ម៉ាក់កូនទៅចំណែកលោកប៉ានឹងជាអ្នកអញ្ជើញជាងឈឿនចាស់លោកប៉ាយប់នេះត្រឡប់មកផ្ទះវិញឲ្យឆាប់ណាស់បន្ទាប់ពីដាក់ទូរស័ព្ទចុះលោកសិនម៉ូសេងក៏បានទូរស័ព្ទមកខ្ញុំភ្លាមពេលខ្ញុំទទួលទូរស័ព្ទខ្ញុំពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងជំរាបសួរលោកពូសិនខ្ញុំគឺជាងឈឿនគ្មានបញ្ហាទេលោកពូសិនខ្ញុំនឹងទៅឲ្យទាន់ពេលវេលារបស់ដែលកញ្ញាសិនឈីងសៀវបាននិយាយថាភ្លេចទុកនៅលើឡាននោះគឺជាត្បូងរបស់សុវត្ថិភាពពណ៌បៃតងចាស់មួយនេះគឺជាវត្ថុតែមួយគត់ដែលខ្ញុំមានដែលតាក់ទងនឹងសាច់ញាតិរបស់ខ្ញុំវាមានអត្ថន័យធំធេងណាស់នៅក្នុងជាតិមុនទោះបីជាខ្ញុំមានឋានៈខ្ពង់ខ្ពស់ក៏ដោយខ្ញុំនៅតែមិនអាចរកឃើញព័ត៌មានអំពីឪពុកម្ដាយបង្កើតរបស់ខ្ញុំ
នេះគឺជាការសោកស្ដាយមួយក្នុងជីវិតរបស់ក្រោយពីដឹងថាភីងអានខៅបាត់បង់ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងក្រោយពីចេញពីធ្វើការខ្ញុំបានទិញផ្លែឈើនិងអាហារបំពន់មួយចំនួនរួចប្រញាប់ទៅកាន់ភូមិគ្រឹះលៀនជាងក្នុងភូមិគ្រឹះសុទ្ធតែជាវិឡាដាច់ដោយឡែកហើយនៅមាត់ទ្វារមានសន្តិសុខយាមភូមិគ្រឹះពិតជាមានភាពថ្លៃថ្នូរនិងអស្ចារ្យពេលខ្ញុំទៅដល់ពូសិនបានរងចាំនៅមាត់ទ្វាររួចទៅហើយពូសិនមកដល់ហើយចាំបាច់ត្រូវទិញអីមកទៀតគ្រាន់តែជាទឹកចិត្តបន្តិចបន្តួចប៉ុណ្ណោះខ្ញុំហៅពូថាពូសិនហើយក្នុងនាមជាក្មេងចំនួនក្រោយការទិញរបស់របរមកគឺជារឿងដែលត្រូវធ្វើបើមិនដូច្នេះទេវាមើលទៅហាក់ដូចជាខ្ញុំមិនចេះដឹងខុសត្រូវសិនមកហិនសើចយ៉ាងខ្លាំងបន្ទាប់មកក៏កាន់របស់របរដើរចូលទៅក្នុងគួរដឹងថាសិនមកហិនមិនដែលទទួលយកអំណោយពីអ្នកណាម្នាក់ឡើយមានតែរបស់ខ្ញុំម្នាក់ប៉ុណ្ណោះដែលគាត់ទទួលយកសូម្បីតែមីងស៊ូដែលនៅក្នុងផ្ទះបាយក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមើលទៅឃើញថាសិនមកហិនពិតជាកោតសរសើរចំពោះយុវជនដែលស្មោះត្រង់និងមើងម៉ាត់ម្នាក់នេះជាងមកដល់ហើយឬចូលមកអង្គុយចុះមិនបាច់ដូរស្បែកជើងទេមីងស៊ូស្លៀកសម្លៀកបំពាក់ក្នុងផ្ទះចង់ប្រណាត់ការពីប្រឡាក់កំពុងរវល់នៅក្នុងផ្ទះបាយដោយសារតែគាត់ហាត់យូហ្គាជាប្រចាំទើបគាត់រក្សារាងបានយ៉ាងល្អថែទាំបានយ៉ាងល្អណាស់មើលមិនដឹងអាយុពិតប្រាកដសោះអរគុណមីងស៊ូចុះជាងយូឯណាសុខភាពរបស់គាត់ជាសេះស្បើយកម្រិតណាស់ហើយទើបចេញពីមន្ទីរពេទ្យក៏ទៅការិយាល័យដើម្បីប្រកល់ការងារវិញភ្លាមប្រហែលជាត្រឡប់មកវិញក្នុងពេលឆាប់នេះហើយរកជាងអូនអង្គុយសិនទៅម្ហូបអាហារនឹងរួចរាល់ឆាប់នេះហើយឲ្យខ្ញុំជួយអ្នកមីងចុះមីងស៊ូសមត្ថភាពធ្វើម្ហូបរបស់ខ្ញុំក៏មិនធម្មតាស៊ូជីងមេងស្រែកឡើងភ្លាមស៊ឿនម៉ូសេងក៏ស្រាប់តែទទួលបានទូរស័ព្ទការងារមួយគាត់ក៏ក្រោកឡើងសិជាងកូនឯងចូលទៅជួយមីងស៊ូក្នុងផ្ទះបាយបន្តិចទៅពូស៊ឿនត្រូវឆ្លើយទូរស័ព្ទសិនបាត់ពូស៊ឿនខ្ញុំក៏ប្រញាប់រត់ទៅផ្ទះបាយស្រាប់តែឃើញកន្លែងទូយកទឹកបែកទឹកក៏បាញ់សាច់ពេញតែទីនោះសក់និងសម្លៀកបំពាក់របស់មូស៊ូត្រូវទឹកជោគអស់ខ្ញុំក៏រហ័សរហួនបិទទុកទឹកមេភ្លាមហើយរកប្រមករួចមូលភ្ជាប់ទូយកនោះឲ្យតឹងវិញយ៉ាងលឿនពេលបាយមកមើលមូស៊ូវិញទើបខ្ញុំដឹងថាសម្លៀកបំពាក់នៅផ្ទះរបស់គាត់ត្រូវទឹកស្អិតជាប់នឹងខ្លួនបង្ហាញឲ្យឃើញពីរូបរាងដ៏ស្រស់ស្អាតបានជាស៊ឿនជីងស្អាតបែបនេះសោះមានម្ដាយបែបនេះសែនប្រកាសជាមិនធម្មតាទេសិជាងអរគុណច្រើនណាស់ស៊ូជីងមេងមានការខ្មាស់អៀនបន្តិចក្មួយជួយមើលសូនេះសិនទៅមីងទៅបដូរខោអាវសិនបាទមីងស៊ូមីងទៅចុះឆាសស៊ូជីងមេងបានចេញមកវិញក្នុងឈុតសម្លៀកបំពាក់បែបសម្រាប់លំហែនៅតែមានស្វឹកនិងភាពលេចធ្លោដែរស៊ឿនម៉ូសេងក៏បាននិយាយទូរស័ព្ទរួចរាល់ដែរគាត់បានហៅខ្ញុំឲ្យទៅបន្ទប់ទទួលភ្ញៀវឲ្យជាងមកអង្គុយទីនេះមកម្ហូបអាហារបន្តិចទៀតទើបហើយចេះលេងវៃឈីទេយើងទាំងពីរលេងមួយតោមមកចេះដឹងបន្តិចបន្តួចដែរអញ្ចឹងល្អណាស់កូនកាន់គ្រាប់អុកខ្មៅដើមមុនចុះខ្ញុំអង្គុយចុះលេងអុកជាមួយសិនម៉ូសិនដោយរក្សាភាពស្ងប់ស្ងាត់និងជំហានដើរយ៉ាងប្រុងប្រយ័ត្នគ្រប់ជំហានគិតគូបានមកចត់សិនម៉ូសិនលេងកាន់តែយូរភ្ញាក់ផ្អើលកាន់តែខ្លាំងរហូតទុកចិត្តមិនរួចក៏សួរឡើងថាអុកមួយគ្រាប់នេះច្បាស់ជាអាចវីលុកខ្លាំងបានចុះហេតុអ្វីបានជាកូនជ្រើសរើសមិនវីលុកទៅវិញពូសិនការធ្វើការងារគឺដូចជាការលេងអុកដែរភាពក្លាហាននិងរំភើបខ្លាំងពេកប្រហែលជាមិនអាចបង្កើតការងារធំបានទេធ្វើដោយមិនវីលុកគឺរងចាំពេលវេលាដ៏ស័ក្តិសមទើបអាចឈ្នះសត្រូវដោយមិនបាច់ប្រើកម្លាំងបាយនិយាយបានល្អណាស់សិនម៉ូសិនបានចំអោទៅទីតាំងផ្សេងនៅលើក្តារអុកម្ដងទៀតចុះចំណែកជំហាននេះវិញគឺធ្វើផ្ទុយពីគេអបឱកាសចាប់ចំណុចខ្សោយរបស់គូប្រកួតវាប្រហាពេលគេមិនដឹងខ្លួនសិនម៉ូសិនសើចយ៉ាងខ្លាំងក្នុងចិត្តកាន់តែពេញចិត្តនឹងយុវជនម្នាក់នេះថែមទៀតបែបនេះគេដែលហៅថាចេះដឹងបន្តិចបន្តួចនោះច្បាស់ជាកម្រិតអាជីពហើយមើលទៅខ្ញុំចាស់មែនទែនហើយប្រៀបមិនឈ្នះពួកអ្នកក្មេងដូចជាពូទេគឺពូសិនទេតាដែលឲ្យដៃខ្ញុំនោះខ្ញុំគ្រាន់តែមានសំណាងល្អប៉ុណ្ណោះនៅពេលនោះដែរទ្វារក៏បានបើកឡើងសិនឈីងសឺក៏បានដើរចូលមកម៉ាក់ប៉ាខ្ញុំត្រឡប់មកវិញហើយបងប្រុសជាអ្នកក៏មកដែរអត់ទោសផងអង្គភាពមានរឿងបន្តិចបន្តួចទើបមកយឺតនេះខ្ញុំមានការផ្លាស់ប្ដូរការងារកំពុងតែប្រគល់ភារកិច្ចក្នុងដៃបន្តទើបតែចេញពីមន្ទីរពេទ្យសោះក៏មាននឹងការងារដែរមិនចេះប្រយ័ត្នសុខភាពសោះបានដឹងអរគុណបងប្រុសជាដែលបារម្ភខ្ញុំនឹងប្រយ័ត្នស៊ូជីងមេងបានរៀបចំម្ហូបអាហារយ៉ាងលឿនក្រុមគ្រួសារអង្គុយជុំគ្នារង្វង់មូលបរិយាកាសពោពេញដោយភាពស្និទ្ធស្នាលក្នុងអំឡុងពេលនោះសិនម៉ូសេងស៊ូជីងមេងនិងសិនឈីងសឺបានលើកកែវជូនពួកខ្ញុំច្រើនដងអរគុណចំពោះគុណូបការៈសង្គ្រោះជីវិតរបស់ខ្ញុំសិនម៉ូសេងក៏មកនឹងផឹកស្រាក្នុងពេលឯកជនណាស់ប៉ុន្តែលើកនេះបែរជាផឹកមួយកែវជាករណីលើកលែងការទទួលស្គាល់នេះធ្វើឲ្យខ្ញុំរំភើបចិត្តជាខ្លាំងក្រោយពេលហូបបាយរួចសិនម៉ូសេងបានហៅខ្ញុំចូលក្នុងបន្ទប់ធ្វើការទឹកមុខយ៉ាងតឹងរឹងទីឈិនរឿងដែលខ្ញុំត្រូវនិយាយជាមួយអ្នកបន្ទាប់គឺសំខាន់ណាស់អ្នកត្រូវស្ដាប់ឲ្យបានច្បាស់តាមរយៈការស្វែងយល់ក្នុងរយៈពេលនេះព្រមទាំងប្រវត្តិរូបរបស់អ្នកសកម្មភាពនិងការប្រព្រឹត្តរបស់អ្នកពួកអាចមើលឃើញថាក្មួយគឺជាមនុស្សឧស្សាហ៍ព្យាយាមនិងប្រកបប្រជាមានទាំងភាពក្លាហាននិងប្រាជ្ញាស្មារតីជាយុវជនដែលមានចិត្តយុត្តិធម៌ជាគ្រាប់ពូជដ៏ល្អដែលស័ក្តិសមនឹងត្រូវបណ្ដុះបណ្ដាលពូសិនទោះបីជានៅមុខតំណែងណាក៏ដោយក្មួយនឹងប្រកាន់ខ្ជាប់នៅគោលបំណងដើមដើម្បីបម្រើប្រជាជនកុំអីចំពោះមុខខ្ញុំមិនចាំបាច់តឹងសរសៃទេស្រុកហ៊ុយមីងនឹងមានអភិបាលស្រុកថ្មីម្នាក់ចុះមកផ្ដោតសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ចគោលដៅគឺកសាងស្រុកហ៊ុយមីងឲ្យក្លាយជាស្រុកគំរូទាំង100ខ្ញុំមានបំណងបញ្ជូនអ្នកទៅកាន់ស្រុកហ៊ុយមីងដើម្បីកាន់តំណែងជាជំនួយការអភិបាលស្រុកព្រមទាំងកាន់តំណែងជាប្រធានស្ដីទីការិយាល័យស្រុកផងដែរត្រូវទៅដល់ស្រុកហ៊ុយមីងមុនមួយជំហានស្វែងយល់ពីស្ថានភាពក្នុងមូលដ្ឋានរៀបចំការងារត្រៀមលក្ខណៈទុកជាមុនសហការជាមួយអភិបាលស្រុកថ្មីដើម្បីបំពេញការងារតើអាចទទួលយកបានទេខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងខ្ញុំដឹងថាលោកស៊ីនម៉ូសិនកំពុងផ្ដល់ឱកាសឲ្យខ្ញុំហ្វឹកហាត់តំណែងជំនួយការថ្នាក់ដឹកនាំមើលទៅហាក់ដូចជាមិនខ្ពស់ប៉ុន្មានទេប៉ុន្តែអាចប៉ះពាល់ដល់ការងារស្នូលនៃការអភិវឌ្ឍថ្នាក់ស្រុកវាគឺជាវេទិកាបណ្ដុះបណ្ដាលដ៏កម្រមួយតើអ្នកមានយោបល់យ៉ាងណាដែរចំពោះការរៀបចំនេះនិយាយត្រង់មកលោកស៊ីនម៉ូសិនបានក្រេបតែខាប់មួយម៉ាត់ខួរក្បាលរបស់ខ្ញុំកំពុងគិតយ៉ាងលឿនពូស៊ីននេះគឺជាការទុកចិត្តរបស់អង្គការនិងថ្នាក់ដឹកនាំមកលើក៏ជាទំនួលខុសត្រូវដែលបានប្រគល់ឲ្យខ្ញុំផងដែរបន្ទាប់ពីការអភិវឌ្ឍសេដ្ឋកិច្ចនៅស្រុកហ៊ុយមីងការងារថ្នាក់មូលដ្ឋានមានភាពស្មុគស្មាញការងារនេះមិនងាយស្រួលធ្វើនោះទេ
ប៉ុន្តែស៊ីងលំបាកកាន់តែអាចបណ្ដុះបណ្ដាលមនុស្សបានល្អពេលទៅដល់ស្រុកខុយមីងខ្ញុំនឹងរីកាការងារជូនថ្នាក់លើតាមការពិតនិងអនុវត្តគោលនយោបាយចំពោះថ្នាក់ក្រោមដោយយកចិត្តទុកដាក់ចំពោះភារកិច្ចដែលថ្នាក់ដឹកនាំបានរៀបចំខ្ញុំនឹងខំប្រឹងប្រែងបំពេញឲ្យអស់ពីលទ្ធភាពបើមិនចេះត្រូវរៀនសូត្រនិងសួរនាំឲ្យបានច្រើនសូមយោបល់ពីមិត្តរួមការងារថ្នាក់មូលដ្ឋានឲ្យបានច្រើនឲ្យបានហ្មត់ចត់និងល្អប្រពៃដាច់ខាតមិនធ្វើឲ្យខុសពីការទុកចិត្តរបស់លោកឡើយមិនបង្កភាពរញ៉េញ៉ៃដល់ថ្នាក់ដឹកនាំមិនធ្វើឲ្យការងារត្រូវធ្លាក់ចុះខ្សោយនោះឡើយឆ្លើយបានល្អណាស់ស្អែកមួយថ្ងៃនេះអ្នកត្រូវទៅរីកាខ្លួននៅមន្ទីរចាត់តាំងព័ន្ធថ្នាក់ក្រុងនិងមាននាំអ្នកទៅប្រគល់ភារកិច្ចការងារបាទចាស់ពូសិនខ្ញុំអាចសួរបានទេថាអភិបាលស្រុកថ្មីដែលទម្លាក់មកគឺជាអ្នកណារឿងនេះខ្ញុំសូមទុកជាសំណួរពិបាកទីសម្រាប់អ្នកសិនដល់ពេលនោះអ្នកនឹងដឹងហើយសិនម៉ូសិនបានលាក់បាំងរឿងនេះបន្តិចខ្ញុំមិនបានសួរនាំអ្វីបន្តទៀតទេក្នុងចិត្តដឹងច្បាស់ថាឋានៈរបស់អភិបាលស្រុកដែលទម្លាក់មកនេះប្រកាសជាមិនធម្មតាទេប៉ុន្តែទោះបីជាអ្នកណាក៏ដោយខ្ញុំគ្រាន់តែត្រូវបំពេញភារកិច្ចផ្ទាល់ខ្លួនឲ្យបានល្អនិងសហការជាមួយថ្នាក់ដឹកនាំឲ្យបានល្អគឺគ្រប់គ្រាន់ហើយរឿងការងារនិយាយចប់ហើយតោះយើងទៅវាយគ្នាមួយសារទៀតខ្ញុំមិនជឿថាមិនអាចឈ្នះអ្នកទេជូនដំណើរបំពេញចិត្តដល់ទីបញ្ចប់ពូសិនចង់លេងអុកថ្ងៃក្រោយអាចទូរស័ព្ទមកខ្ញុំពេលណាអ្នកទាំងពីរបានត្រឡប់ចូលបន្ទប់ទទួលភ្ញៀវមិនបានរៀបចំតុអាហាររួចរាល់ហើយបានចាប់ផ្ដើមហាត់យូហ្គានៅក្នុងបន្ទប់ទទួលភ្ញៀវពេលសិនឃីងសៀវឃើញដូច្នេះលោកប៉ាពួកប៉ានឹងលេងអុកទៀតហ៎អូននៅមានរឿងចង់និយាយជាមួយបងប្រុសជាងផងចាំបន្តិចសិនមិញទៅចាញ់ក្មេងប្រុសនេះត្រូវតែសងសឹកវិញមួយគ្រីទៀតប៉ារបស់កូននេះមិនចាញ់សោះកូនចាំបន្តិចសិនទៅពេលអ្នកទាំងពីរទៅរៀបចំក្តារអុកសំឡេងទ្វារក៏បានបន្លឺឡើងស្រាប់តែឈប់ថ្នាក់ដឹកនាំគឺជាខ្ញុំហៅស្វានសិនម៉ូសិនដាក់តុងទីនចុះភ្លាមចូលមកថៅស្វានរុញទ្វារចូលមកឃើញខ្ញុំនៅទីនេះមានការភ្ញាក់ផ្អើលបន្តិចប៉ុន្តែឆាប់ត្រឡប់មកស្ងប់ស្ងាត់វិញក្នុងដៃរបស់គាត់កាន់ឯកសារមួយដើរមកមុខសិនម៉ូសិនថ្នាក់ដឹកនាំផែនការទប់ស្កាត់ពិសេសរបស់កោរ៉ុបគ្រប់ផ្សេងបានរៀបចំរួចរាល់ហើយសូមលោកពិនិត្យមើលខ្ញុំបានដាក់ឈ្មោះប្រតិបត្តិការនេះថាប្រតិបត្តិការ1209ប្រសិនបើលោកគ្មាននយោបាយអ្វីទេយប់នេះម៉ោង2ទៀបភ្លឺនឹងធ្វើការចាប់ប្រកាន់និងចាប់ខ្លួនទាន់ហន់រាល់អ្នកពាក់ព័ន្ធនឹងការបង្កប៊ូស្នាមកញ្ញាសិនឈីងយ៉ាវព្រមទាំងក្រុមហ៊ុនហ៊ឺសេងនិងបុគ្គលិកដែលមានសកម្មភាពខុសច្បាប់ត្រូវចាប់ខ្លួនយកមកដណ្ដៀបទោសទាំងអស់សិនម៉ូសិនយកផែនការមកមើលយ៉ាងយកចិត្តទុកដាក់ពេលខ្ញុំឃើញឈ្មោះផែនការក្នុងចិត្តខ្ញុំមានអារម្មណ៍ថាភ័យបន្តិចប្រតិបត្តិការ1209ឈ្មោះនេះខ្ញុំចាំបានយ៉ាងច្បាស់ក្នុងជាតិមុនគឺចំពេលមានប្រតិបត្តិការនេះឯងតែធ្វើឲ្យកងសន្តិសុខខាតបង់ថ្នាក់ដឹកនាំដល់ឆ្នាំម្នាក់ពេលនោះក្នុងអំឡុងពេលប្រតិបត្តិការកងសន្តិសុខបានរកឃើញដោយចៃដន្យថាក្រុមហ៊ុនហ៊ឺសេងក៏ពាក់ព័ន្ធនឹងបទល្មើសធ្ងន់ធ្ងរផងដែរពួកជនខិលខូចអស់ផ្លូវដើរទើបជ្រុលខ្លួនប្រយុទ្ធស្លាប់រស់ប្រធានកងសន្តិសុខថៅស្វានត្រូវគ្រាប់កាំភ្លើង8គ្រាប់បានពោលជីវិតយ៉ាងក្លាហាននៅនឹងកន្លែងគឺជាល្អម្នាក់ដែលមានចិត្តគំនិតគិតគូរដល់រិះមិនអាចបោះបង់ចោលបែបនេះទេមើលផែនការរួចក៏ងក់ក្បាលយកព្រមរៀបចំបានហ្មត់ចត់ណាស់អាចអនុវត្តបានហើយអ្នកចុះលេខាទៅពេលចុះលេខារួចរៀបចំឡាដើម្បីទៅរៀបចំការអនុវត្តខ្ញុំក៏ប្រញាប់មកនិយាយឡើងចាំបន្តិចមានរឿងអីខ្ញុំថ្លឹងថ្លែងសម្ដីហើយនិយាយដោយប្រយោលថាការអនុវត្តយប់នេះពួកអក្រិតជនសុទ្ធតែជាពួកដាច់ខ្យល់ស្លាប់លោកត្រូវតែឲ្យបងប្អូនក្រុមរៀបចំខ្លួនឲ្យបានពេញលេញអាវុធការពារគ្រាប់និងគ្រាប់កាំភ្លើងត្រូវតែត្រៀមខ្លួនជាពិសេសលោកជាថ្នាក់ដឹកនាំនាំមុខត្រូវតែយកចិត្តទុកដាក់លើសុវត្ថិភាពខ្លួនឯងកុំធ្វេសប្រហែសឲ្យសោះមានការភ្ញាក់ផ្អើលបន្តិចអាល្អិតឯងពូកែបារម្ភពីពួកយើងម្លេះជឿជាក់ចុះសុទ្ធតែជាអ្នកឆ្លងកាត់សមរភូមិជាច្រើនមានវិធានការរួចហើយប៉ុន្តែទោះជាយ៉ាងណាអរគុណសម្រាប់ការព្រមានរបស់អ្នកខ្ញុំនឹងប្រយ័ត្នប្រយែងបានហើយកុំបារម្ភអីមានបទពិសោធន៍ណាស់មកលេងអុកបន្តទៀតខ្ញុំមើលក្នុងរបស់ដែលកំពុងដើរចេញទៅក្នុងចិត្តលួចបួងសួងស្ងាត់សង្ឃឹមថាការរំលឹករបស់ខ្ញុំអាចធ្វើឲ្យគាត់គេចផុតពីគ្រោះថ្នាក់នេះបានជាងពាក់កណ្ដាលម៉ោងក្រោយមកខ្ញុំបានឈ្នះម្ដងទៀតគាត់ញឹមរួចក្រវីដៃចាញ់ហើយលោកជាយុវជនដំបូងគេដែលឈ្នះខ្ញុំពូកែណាស់ឈីសើមិនមែនឯងមានរឿងចង់និយាយជាមួយទេហ៎ពួកអ្នកជាយុវជននិយាយគ្នាទៅខ្ញុំនៅមានការងាររដ្ឋបាលបន្តិចត្រូវដល់បានហើយពួកចេញទៅដើរលេងក្រៅទៅដើម្បីស្រូបខ្យល់អាកាសបន្តិចខ្ញុំនឹងសិនឈួរបានដើរចេញពីវីឡាដើរតាមផ្លូវតូចក្នុងភូមិគ្រីស្ទយ៉ាងយឺតខ្យល់ពេលយប់គឺស្រទន់ខ្លាំងណាស់ពន្លឺភ្លើងតាមចិញ្ចើមផ្លូវបានចាំងចុះមកធ្លាក់លើខ្លួនមនុស្សទាំងពីរខ្ញុំនៅក្មេងនិងស្រស់សិនឈួរស្រស់ស្អាតនិងថ្លៃថ្នូរក្នុងជុតអាវធំពណ៌សាយទន់ធ្វើឲ្យនាងមានស្វបលេចធ្លោអ្នកទាំងពីរដើរជាមួយគ្នាគ្មានអារម្មណ៍ថាទេយ៉ាងណាមិញក៏ជាអតីតប៉ូលីសចរាចរណ៍ដែលបានយកពីគ្រោះថ្នាក់ស្លាប់រស់ជាមួយគ្នាយកខុសសុវត្ថិភាពពណ៌បៃតងចាស់នោះចេញមកបងប្រុសជីរបស់នេះតែគេត្រូវរបស់អ្នកដែលធ្លាក់ក្នុងរថយន្តខ្ញុំរអត់អោបឲ្យវាស្ថិតនៅលើអ្នកសោះខ្ញុំទទួលយកមកវិញដោយចិត្តរំភើបប៉ុន្មានថ្ងៃនេះខ្ញុំស្ទើរតែឈួតស្លាប់ហើយស្មានតែវាបាត់ទៅហើយអរគុណខ្លាំងណាស់សិនឈួរញឹមតិចអរគុណរឿងអ្វីទៅបើមិនមែនព្រោះតែបងជួយខ្ញុំទេរបស់នេះក៏មិនបាត់ដែរបងជាងប៉ុន្មានថ្ងៃនេះខ្ញុំមានអារម្មណ៍ថាដូចជាកំពុងយកសពពេលយប់ក៏នៅតែយកសពអាក្រក់ដែរគ្រាន់តែនឹកឃើញរឿងរ៉ាវនៅយប់នោះក៏មានអារម្មណ៍ថាខ្លាចដែរបើមិនមែនដោយសារបងខ្ញុំពិតជាមិនហ៊ាននឹកស្មានដល់ទេថាលទ្ធផលនឹងទៅជាយ៉ាងណានៅតែយកសពអាក្រក់ទៀតឬកុំខ្លាចអីពួកជនអាក្រក់ទាំងអស់នោះត្រូវបានចាប់ខ្លួនអស់ហើយនឹងមិនធ្វើបាបអូនទៀតទេបើមិនអញ្ចឹងទេចាំខ្ញុំនាំអ្នកទៅលំហែកាយបន្តិចផ្ដល់ការភ្ញាក់ផ្អើលដល់អ្នកដើម្បីឲ្យអ្នកបំភ្លេចរឿងមិនសប្បាយចិត្តទាំងនោះយ៉ាងម៉េចដែរការភ្ញាក់ផ្អើលទុកវាចុះតាំងពីតូចដល់ធំមកជីវិតជុំវិញខ្លួនខ្ញុំសុទ្ធតែជាការរស់នៅតាមក្បួនខ្នាតគ្មានអ្វីដែលហៅថាការភ្ញាក់ផ្អើលនោះទេបើអញ្ចឹងអ្នកគិតខុសហើយការភ្ញាក់ផ្អើលក្នុងជីវិតមានច្រើនណាស់គ្រាន់តែអ្នកនៅតែក្នុងរង្វង់ដែលអ្នកធ្លាប់ស្គាល់ទើបគ្មានឱកាសបានសាកល្បងថ្ងៃនេះខ្ញុំនឹងនាំអ្នកទៅសាកល្បងភាពសប្បាយរីករាយនៃជីវិតធម្មតាធានាថាអ្នកនឹងបំភ្លេចរាល់ទុក្ខកង្វល់ទាំងអស់ហ៊ានទៅដែរឬទេបានតើខ្ញុំបាននាំសិនឈីងសៀវមកកាន់សួនកំសាន្តក្នុងក្រុងទីនេះមានពន្លឺភ្លឺចិញ្ចាច់អ៊ូអរខ្លាំងណាស់ខ្យល់បក់បោក
សំឡេងស្រែកនៅលើរថភ្លើងហោះបន្លឺឡើងមិនដាច់ញើសហូរស្រក់មនុស្សម្នាឈរចំរំស្តង់លេងល្បែងបោះកង់នេះគឺជាបទពិសោធន៍ដែលសិនឈីងសៀវមិនដែលបានជួបប្រទះពីមុនមកក្នុងភ្នែករបស់គាត់ពោពេញដោយភាពចង់ដឹងចង់ឃើញខ្ញុំបាននាំគាត់ទៅជិះហ្គេមបង្វិលដ៏ធំជិះរថភ្លើងហោះពីដំបូងគាត់មានភាពតានតឹងនិងស្រែករហូតដល់ក្រោយមកក៏មានភាពរំភើបនិងសើចយ៉ាងខ្លាំងភាពសៅហ្មងនៅលើផ្ទៃមុខរបស់គាត់ក៏លីបាត់បន្តិចម្ដងនៅលើថ្ងាសដ៏ខ្ជិលរបស់គាត់មានដំណក់ញើសផុសចេញមកសក់ខ្មៅវែងសាំជប់បន្តិចមើលទៅគួរឲ្យស្រឡាញ់ខ្លាំងណាស់យ៉ាងម៉េចដែរជក់ចិត្តទេសិនឈីងសៀវដកដង្ហើមហត់នឿយប៉ុន្តែទឹកមុខពោពេញដោយស្នាមញញឹមរំភើបណាស់នៅមានអ្វីដែលរំភើបជាងនេះទៅទៀតខ្ញុំទាញដៃគេទៅជិតម៉ាស៊ីនចាប់តុក្កតារួចក៏បន្តនាំគេទៅលេងម៉ាស៊ីនហ្គេមតាមផ្លូវខ្ញុំលួចជូនលុយមួយចំនួនដល់ម្ចាស់ម៉ាស៊ីនហ្គេមដើម្បីសុំឲ្យគាត់ជួយសម្ដែងរួមគ្នាហើយគាត់ក៏យល់ព្រមតាមនោះក្នុងពេលលេងម៉ាស៊ីនហ្គេមបានធ្លាក់កាក់មាសចេញមកមិនឈប់សិនឈីងសៀវទប់ចិត្តមិនបានក៏ស្រែកឡើងដោយសារតែរំភើបខ្លាំងគេក៏និយាយពាក្យមិនសមរម្យដោយអចេតនាហើយពេលដឹងខ្លួនវិញមុខរបស់គេក៏ឡើងក្រហមដល់ត្រចៀកសុំទោសផងលោកជាងខ្ញុំមិនបានតាំងចិត្តទេមិនអីទេចេញមកលេងគឺត្រូវតែឲ្យអស់ទំហឹងមិនបាច់ទប់ចិត្តពេកទេលេងហត់ហើយក៏ឃ្លានដែរខ្ញុំដឹងមុនរួចទៅហើយខ្ញុំនឹងនាំអ្នកទៅញ៉ាំរបស់ឆ្ងាញ់ធានាថាអ្នកនឹងទទួលបានបទពិសោធន៍ដ៏ប្លែកអារម្មណ៍ខ្ញុំនាំគេទៅកាន់តូបគុយទាវនៅតាមផ្លូវមួយរួចក៏កំងគុយទាវពីរចានសិនឈីងសៀវសម្លឹងមើលទៅផ្លូវដ៏អ៊ូអរភ្នែករបស់គេពោពេញដោយភាពចង់ដឹងចង់ឃើញក្រោយញ៉ាំគុយទាវរួចខ្ញុំក៏ធ្វើជាអាចកំបាំងហើយនិយាយថាសិនឈីងសៀវហ៊ានលេងអ្វីដែលរំភើបជាមួយខ្ញុំទេការញ៉ាំហើយរត់ការយកទំនិញដោយមិនបង់លុយមិនបានទេធ្វើបែបនេះមិននឹងកើតខ្វះសុជីវធម៌ណាស់មិនអីទេម្ចាស់ហាងគុយទាវនេះគាត់ចិត្តល្អណាស់ហើយហាងនៅជិតតំបន់ទេសចរសុទ្ធតែរកស៊ីបានច្រើនមិនខ្វះលុយថ្លៃគុយទាវពីរចានរបស់យើងទេកុំបារម្ភអីបើមានរឿងអ្វីខ្ញុំទទួលខុសត្រូវខ្លួនឯងសិនឈីងសៀវស្ទាក់ស្ទើរមួយសន្ទុះប៉ុន្តែចុងក្រោយភាពចង់ដឹងចង់ឃើញបានយកឈ្នះការបារម្ភទើបនាងយល់ព្រមខ្ញុំរាប់3 2 1រួចពួកយើងក៏ចាប់ដៃគ្នារត់ចេញពីហាងគុយទាវយ៉ាងលឿនរត់យ៉ាងសប្បាយអស់ជិត10នាទីទើបឈប់ហើយដកដង្ហើមហត់ម្ចាស់ហាងមិនរត់តាមមកមែនទេកុំបារម្ភអីយើងរត់លឿនម្លេះគាត់ដេញតាមមិនទាន់ទេតាមពិតទៅមុនពេលញ៉ាំគុយទាវខ្ញុំបានលុយឲ្យម្ចាស់ហាងរួចហើយការញ៉ាំមិនបង់លុយនេះគ្រាន់តែដើម្បីឲ្យនាងបានធូរស្រាលនិងភ្លេចរឿងទុក្ខកង្វល់ប៉ុណ្ណោះហើយអាចកំបាំងមួយនេះខ្ញុំនឹងលាក់វាទុកក្នុងចិត្តជារៀងរហូតគុយទាវមួយចាន8យ៉ន2ចាន16យ៉នផ្លាស់ប្ដូរយកភាពសប្បាយរីករាយបានច្រើនម្លេះពិតជាណាស់សិនឈីងសៀវនិយាយដោយក្តីរីករាយពួកយើងអង្គុយសម្រាប់នៅលើកៅអីវែងក្នុងសួនច្បារខ្យល់ពេលយប់បក់មកតិចពិតជាស្រស់ស្រាយណាស់មួយសន្ទុះក្រោយមកសិនឈីងសៀវក៏សម្លឹងមើលមកខ្ញុំដោយទឹកមុខមមបងជាងយប់នេះបងចំណាយអស់ជាង500យ៉នហើយមិនស្ដាយលុយទេជាង500មិនមែនទេថ្លៃលេងនិងថ្លៃញ៉ាំសរុបទាំងអស់មិនដល់100យ៉នផងនៅធ្វើជាមិនដឹងទៀតម៉ាស៊ីនហ្គេមឯណាមានមួយដែលបែកកាក់មាសបែបនេះខ្ញុំមិនមែនល្ងងទេណាអរគុណលោកជាងអរគុណដែលបានព្យាយាមធ្វើឲ្យខ្ញុំសប្បាយចិត្តទោះបីជាខ្ញុំដឹងថាវាជារឿងដែលលោកបានរៀបចំឡើងក៏ដោយតែខ្ញុំពិតជាសប្បាយចិត្តណាស់យប់នេះខ្ញុំច្បាស់ជាមិនយល់សប្តិអាក្រក់ទៀតឡើយការដែលបានស្គាល់មិត្តភក្តិដូចជាលោកខ្ញុំគិតថាខ្ញុំពិតជាសំណាងណាស់លោកមើលដឹងរហូតតែការដែលលោកសប្បាយចិត្តគឺសំខាន់ជាងអ្វីទាំងអស់ពេលវេលាក៏យូរគួរសមហើយខ្ញុំគួរតែត្រឡប់ទៅផ្ទះវិញលោកជូនខ្ញុំទៅវិញទៅបានបន្ទាប់ពីជូនសិនឈីងសៀវដល់ភូមិគ្រឹះខ្ញុំក៏បានចាក់ចេញនៅតាមផ្លូវត្រឡប់ទៅវិញខ្ញុំក៏នឹកគិតដោយអារម្មណ៍រំជួលចិត្តសិនឈីងសៀវមើលទៅហាក់ដូចជាទន់ខ្សោយតែតាមពិតទៅគាត់ឆ្លាតវៃនិងដឹងរឿងរ៉ាវច្បាស់លាស់គាត់មិនមែនជាមនុស្សដែលល្ងងខ្លៅស្លូតត្រង់ពេកនោះទេក៏ដោយសារតែហេតុផលនេះដែរដែលធ្វើឲ្យក្រុមអ ுக ្រិតជនទាំងនោះកំណត់គោលដៅលើគាត់មានគំនិតនិងសមត្ថភាពផ្ទាល់ខ្លួនដែលនឹងក្លាយជាឧបសគ្គសម្រាប់ពួកគេនាពេលអនាគតដូច្នេះហើយទើបពួកគេចង់កម្ចាត់គាត់ចោលមុនពេលចាក់ចេញសិនឈីងសៀវបាននិយាយថាត្រូវតែដាក់ការងារជាអាទិភាពសិនឈីងសៀវក៏កំពុងរំលឹកខ្ញុំដែរថាកុំឲ្យដោយសារតែភាពស្និទ្ធស្នាលមួយពេលរហូតភ្លេចគោលបំណងដើមនិងកាត់ប្រកិច្ចរបស់ខ្លួនយប់នោះខ្ញុំគេងលក់ស្រួលជាងធម្មតាព្រឹកព្រលឹមថ្ងៃបន្ទាប់ស្រាប់តែមានសំឡេងគូសទ្វារខ្ញុំបើកទ្វារឃើញតាវសៀនឈរនៅមុខទ្វារស្លៀកសម្លៀកបំពាក់ធម្មតាទឹកមុខស្រស់ស្រាយណាស់សូមចុច like sub តាវសៀនតើលោកមកទីនេះដោយរបៀបណាខ្ញុំពិតជាភ្ញាក់ផ្អើលនឹងគិតយល់ណាស់ក្នុងពេលជាមួយគ្នានេះខ្ញុំក៏មានអារម្មណ៍ធូរស្រាលក្នុងចិត្តតាវសៀនមិនអីទេការព្រមានរបស់ខ្ញុំបានសម្រេចផលហើយសូមអញ្ជើញចូលមកខាងក្នុងតើបេសកកម្មការពីយប់នឹងដំណើរការទៅដោយខ្ញុំនឹងទៅយកទឹកជូនលោកតាវសៀនទីងដៃខ្ញុំទុកទឹកមុខរបស់គាត់ពោពេញដោយភាពម៉ឺងម៉ាត់ជាងឆឹងអ្នកគឺជាអ្នកមានគុណសង្គ្រោះជីវិតរបស់ខ្ញុំនិងសមាជិកក្រុមទាំងអស់លោកនិយាយអញ្ចឹងបានយ៉ាងម៉េចទៅខ្ញុំគ្រាន់តែដាស់តឿនតាមតែមាត់ប៉ុណ្ណោះអ្នកកុំមើលស្រាលការដាស់តឿនមួយម៉ាត់នេះឲ្យសោះបេសកកម្មការពីយប់មិញគឺដូចអ្វីដែលអ្នកបាននិយាយមែនក្រុមអ ுக ្រិតជនទាំងនោះអស់ផ្លូវដើរក៏ចូលខ្លួនធ្វើសកម្មភាពពួកគេមិនត្រឹមតែប្រឆាំងការចាប់ខ្លួនតែមានកាន់កាំភ្លើងទៀតផងពួកគេបានបើកការបាញ់ប្រហារមកលើពួកយើងសំណាងណាស់ដែលខ្ញុំស្ដាប់តាមសម្ដីអ្នកឲ្យសមាជិកក្រុមទាំងអស់ពាក់អាវកាក់ការពារគ្រាប់កាំភ្លើងនិងត្រៀមគ្រាប់រំសេវឲ្យបានគ្រប់គ្រាន់សូម្បីតែខ្លួនខ្ញុំផ្ទាល់ក៏បានពាក់អាវការពារបន្ថែមមួយជាន់ទៀតដែរនៅក្នុងការប៉ះទង្គិចគ្នាអាវកាក់ការពារគ្រាប់កាំភ្លើងរបស់បងប្អូនយើងត្រូវខ្ទេចអស់បើគ្មានការព្រមានពីអ្នកទេនោះពួកយើងពិតជាគ្មានការត្រៀមខ្លួនអ្វីទាំងអស់យ៉ាងហោចណាស់ក៏ត្រូវបាត់បង់ជីវិតជាង10នាក់ដែររាប់ទាំងរូបខ្ញុំផ្ទាល់ក៏មិនអាចរួចខ្លួនដែរបេសកកម្មលើកនេះពួកយើងបានកំទេចក្រុមស្នូរបស់ក្រុមហ៊ុនហ៊ឺសេងដោយជោគជ័យចាប់ខ្លួនជនពាក់ព័ន្ធបានរាប់សិបនាក់ថែមទាំងរឹបអូសបានគ្រឿងញៀននិងប្រាក់ខុសច្បាប់យ៉ាងច្រើនសន្ធឹកសន្ធាប់
ហើយទទួលបានមេដាយកិត្តិយសថ្នាក់ទី1ស្មោះភាពទាំងអស់នេះគឺសុទ្ធតែជាអំណរគុណដល់អ្នកខ្ញុំដេកមិនលក់មួយយប់ព្រឹកព្រលឹមភ្លាមក៏មកជួបបងគ្រាន់តែចង់មកអរគុណបងផ្ទាល់បងទៅកុំចិត្តអីនេះសុទ្ធតែជាលទ្ធផលនៃការតស៊ូដ៏ក្លាហានរបស់ពួកអូនខ្ញុំគ្រាន់តែចែកដនឲ្យបានដាស់តឿនបន្តិចបន្តួចប៉ុណ្ណោះម្យ៉ាងទៀតការដែលពួកអូនការពារសន្តិសុខនៅទីនោះពិតជាលំបាកខ្លាំងណាស់ការយកចិត្តទុកដាក់លើសុវត្ថិភាពជារឿងដែលត្រូវតែធ្វើទោះជាយ៉ាងណាក៏ដោយបងគឺជាអ្នកមានគុណសង្គ្រោះជីវិតរបស់ខ្ញុំទៅសៀនអង្គុយចុះយកទឹកឃ្មុំរបស់ជាងមកផឹកមួយម៉ាត់ទៅសៀនជប់មួយភាំងហើយសម្លេងក៏ចាប់ដើមមើងម៉ាត់មែនហើយបងអូនជាងគេក្រុងនឹងចាត់តាំងឲ្យបងអូនទៅធ្វើការនៅណានៅស្រុកហ៊ុយមិនក្នុងតំណែងជាជំនួយការនឹងធ្វើជាប្រធានស្ដីទីនៃក្រុមហ៊ុនជាន់ក្រោមផងដែររៀបចំខ្លួនសម្រាប់តំណែងថ្មីដែលទើបតែមកដល់ដើម្បីចាប់ផ្ដើមការងារសូមអបអរសាទរស្រុកហ៊ុយមិនទោះបីជាការងារមូលដ្ឋានមានភាពស្មុគស្មាញក៏ដោយតែក៏ជាកន្លែងដ៏ល្អសម្រាប់ពង្រឹងសមត្ថភាពដែរប៉ុន្តែខ្ញុំត្រូវតែដាស់តឿនអ្នកស្ថានភាពនៅស្រុកហ៊ុយមិនសាមញ្ញនោះទេក្រុមផលប្រយោជន៍នៅទីនោះមានទំនាក់ទំនងជំពាក់ជំពិនគ្នាខ្លាំងណាស់ពេលទៅដល់ទីនោះអ្នកត្រូវតែប្រយ័ត្នប្រយែងក្នុងការធ្វើការធ្វើអ្វីត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់អរគុណបងតៅដែលបានដាស់តឿនខ្ញុំនឹងចងចាំទុកលាវឆាងយ៉ុងនៅស្រុកហ៊ុយមីងគឺជាកូនសិស្សរបស់ខ្ញុំគាត់ជាមនុស្សមានមន្តសការនិងខិតខំធ្វើការណាស់នៅពេលអ្នកទៅដល់ទីនោះបើមានការអ្វីអាចរកគាត់បានគាត់នឹងជួយអ្នកចាំខ្ញុំណែនាំឲ្យអ្នកស្គាល់គាត់បើដូច្នេះសូមអរគុណលោកតៅច្រើនណាស់ជាមួយខ្ញុំមិនបាច់ចិត្តទេខ្ញុំមានការនៅការិយាល័យបន្តិចដូច្នេះខ្ញុំសូមលាសិនហើយពេលតៅសៀនរៀបនឹងចេញទៅគាត់មើលមកខ្ញុំដោយក្តីបារម្ភថ្ងៃក្រោយបើមានរឿងអ្វីនៅស្រុកហ៊ុយមីងដែលដោះស្រាយមិនបានអាចទូរស័ព្ទមកខ្ញុំបានគ្រប់ពេលខ្ញុំនឹងជួយអស់ពីសមត្ថភាពបាទខ្ញុំជូនលោកទៅបន្ទាប់ពីជូនតៅសៀនចេញទៅខ្ញុំឈរនៅមុខបង្អួចយូរមិនដាច់ចិត្តដើរចេញតៅសៀននិយាយថាស្ថានភាពនៅស្រុកហ៊ុយមីងមានភាពស្មុគស្មាញរឿងនេះខ្ញុំធ្លាប់បានដឹងមកខ្លះហើយជាតិមុនខ្ញុំធ្លាប់ឆ្លងកាត់ការងារថ្នាក់មូលដ្ឋានជាច្រើនឆ្នាំខ្ញុំដឹងច្បាស់ពីការលំបាកក្នុងស្រុកនិងការងារនេះប៉ុន្តែខ្ញុំនៅតែជឿជាក់ថាឲ្យតែយើងរក្សាមនសិការធ្វើការដោយស្មោះត្រង់ដោយចិត្តស្មោះចំពោះស្រុកហ៊ុយមីងគឺគ្មានឧបសគ្គណាដែលយើងឆ្លងកាត់មិនបាននោះទេលោកសិនមកសិនបញ្ជូនខ្ញុំមកស្រុកហ៊ុយមីងមិនមែនដើម្បីសងគុណនោះទេគឺដោយសារតែជឿជាក់លើសមត្ថភាពការងាររបស់ខ្ញុំថាខ្ញុំហ៊ានធ្វើការខ្ញុំដាច់ខាតមិនអាចធ្វើឲ្យខុសបំណងចំពោះការទុកចិត្តនេះបានឡើយ3ថ្ងៃក្រោយមកខ្ញុំបានទៅរីកាខ្លួននៅនាយកដ្ឋានបុគ្គលិកស្រុកហ៊ុយមីងអ្នកដែលទទួលខ្ញុំគឺអនុប្រធាននាយកដ្ឋានបុគ្គលិកស៊ូឈៀងគាត់គឺជាបុរសវ័យកណ្ដាលអាយុជាង50ឆ្នាំសក់របស់គាត់មានភាពស្ដាងបន្តិចអេរិយាបថរបស់គាត់មិនរាក់ទាក់ហើយក៏មិនកំរោលខ្ញុំដើរចូលទៅអង្គុយនៅមុខតុការិយាល័យគាត់បានដកឯកសារចេញមកដោយមិនប្រញាប់ប្រញាល់ខ្ញុំក៏ទទួលយកឯកសារនោះមកខ្ញុំចាប់ប៊ិចឡើងហើយបំពេញឯកសារដោយយកចិត្តទុកដាក់ខ្ញុំងាកទៅមើលគាត់ម្ដងក្រោយក្រោយពេលបំពេញឯកសាររួចខ្ញុំក៏ហុចវាទៅឲ្យគាត់ពិនិត្យមើលរួចក៏ប្រាប់ថាប្រើការបានបន្ទាប់មកយើងក៏បញ្ចប់នីតិវិធីប្រគល់ភារកិច្ចតាមបែបបទការងារសមិទ្ធយ៉ាងឆេនអង្គភាពបានសម្រេចតាំងអ្នកជាជំនួយការស្រុកហ៊ុយមីនព្រមទាំងកាន់តំណែងជាប្រធានស្ដីទីការិយាល័យផងដែរសង្ឃឹមថាពេលអ្នកទៅដល់នឹងបំពេញភារកិច្ចឲ្យបានល្អធ្វើការងារដោយស្មោះត្រង់សហការបំពេញរាល់ការងារទាំងអស់ឲ្យបានល្អអរគុណឯកឧត្តមរដ្ឋមន្ត្រីជូខ្ញុំនឹងមិនធ្វើឲ្យអង្គភាពខកបំណងឡើយអរឆេនតូចឲ្យស្ថានភាពនៅស្រុកហ៊ុយមីនអ្នកប្រហែលជាមិនសូវដឹងច្បាស់ទេទីនេះមិនដូចកន្លែងផ្សេងទេការងារថ្នាក់មូលដ្ឋានមានភាពស្មុគស្មាញច្រើនទំនាក់ទំនងអន្តរបុគ្គលក៏ស្មុគស្មាញដែររឿងជាច្រើនមិនអាចប្រញាប់ប្រញាល់បានទេត្រូវធ្វើស្ដាប់ឲ្យច្រើនមើលឲ្យច្រើនធ្វើឲ្យច្រើននិយាយឲ្យតិចខ្ញុំងើបឈរឡើងហើយថ្ងៃសំពេចគំនាបអរគុណសម្រាប់ការរំលឹករបស់ឯកឧត្តមរដ្ឋមន្ត្រីជូខ្ញុំនឹងចងចាំក្នុងចិត្តពេលចេញពីផ្នែកបុគ្គលិកខ្ញុំបានទៅកាន់មជ្ឈមណ្ឌលរដ្ឋបាលស្រុកហ៊ុយមីនផ្ទាល់អគាររដ្ឋបាលស្រុកគឺជាអគារចាស់ពីសម័យសតវត្សទី80ជញ្ជាំងខាងក្រៅរបស់ស្រអាប់របៀងងឹតសូនអាសុងនឹងបង្ហាញពីភាពសាមញ្ញគ្រប់កន្លែងនេះក៏ធ្វើឲ្យខ្ញុំកាន់តែយល់ច្បាស់ថាការអភិវឌ្ឍស្រុកហ៊ុយមីនគឺមានភាពស្មុគស្មាញប៉ុណ្ណាការិយាល័យរបស់ខ្ញុំនៅជាន់ទី3ដែលនៅជាប់នឹងការិយាល័យរបស់ថ្នាក់ដឹកនាំគ្រាន់តែថាទ្វារនៃការិយាល័យនោះនៅឡើយទេនៅបន្តចាក់សោនៅឡើយថ្នាក់ដឹកនាំថ្មីដែលត្រូវផ្លាស់ប្ដូរមកទាន់បានមកដល់ទេប្រធានការិយាល័យគឺជាស្ត្រីម្នាក់អាយុជាង50ឆ្នាំត្រូវជាលោកស្រីលីវមានរូបរាងស្តើងនិងក្រសែភ្នែកវាងវៃគាត់បាននាំខ្ញុំដល់ស្គាល់បរិយាកាសក្នុងការិយាល័យនិងបានបង្ហាញពីដំណើរការងារប្រចាំថ្ងៃចុងក្រោយគាត់បាននិយាយថាប្រធានទោះបីជាអ្នកជាប្រធានស្ដីទីក៏ដោយប៉ុន្តែការងារប្រចាំថ្ងៃនៅតែត្រូវការពឹងផ្អែកលើអ្នកក្នុងការយកចិត្តទុកដាក់បន្ថែមទៀតជាផ្នែកស្នូលតបជាប់ថ្នាក់លើនិងថ្នាក់ក្រោមសម្របសម្រួលគ្រប់ភាគីមានទំនួលខុសត្រូវធ្ងន់ធ្ងរណាស់មានអ្វីមិនច្បាស់អាចសួរខ្ញុំបានគ្រប់ពេលអរគុណបងស្រីលីវថ្ងៃក្រោយសូមជួយណែនាំបន្ថែមផងប៉ុន្មានថ្ងៃបន្ទាប់មកជីវិតខ្ញុំមានភាពស្ងប់ស្ងាត់ណាស់ពេលថ្ងៃអង្គុយអានឯកសារក្នុងការិយាល័យស្វែងយល់ពីសេដ្ឋកិច្ចរបស់ស្រុកហ៊ុយមីងជីវភាពរស់នៅរបស់ប្រជាជនការរដ្ឋបាលគ្រប់ជ្រុងជ្រោយពេលយកត្រឡប់ទៅបន្ទប់ស្នាក់នៅវិញរៀបចំកំណត់ហេតុនិងគំនិតសម្រាប់ការងារគ្មាននរណាម្នាក់មកបង្កបញ្ហាដល់ខ្ញុំឡើយក៏គ្មានអ្នកអាចត្រូវចិត្តដែរគ្រប់យ៉ាងមើលទៅហាក់បីដូចជាស្ងប់ស្ងាត់ណាស់ខ្ញុំដឹងថានេះគ្រាន់តែជាភាពស្ងប់ស្ងាត់មុនពេលមានព្យុះប៉ុណ្ណោះភាពស្មុគស្មាញរបស់ស្រុកហ៊ុយមីងគឺខុសពីរូបភាពខាងក្រៅដែលបានឃើញឆ្ងាយណាស់ថ្ងៃទី7ទីបំផុតដែលត្រូវបញ្ជូនមកពីថ្នាក់លើក៏បានចូលកាន់តំណែងខ្ញុំទទួលបានដំណឹងទៅកាន់មាត់ទ្វារមជ្ឈមណ្ឌលរដ្ឋបាលស្រុកដើម្បីស្វាគមន៍ដោយចុះមកមុន10នាទីឈរចាំនៅមុខទ្វាររថយន្តសេទំនើបពណ៌ខ្មៅមួយគ្រឿងបានបើកមុខយឺតហើយឈប់នៅមុខកាំជណ្ដាលទ្វាររថយន្តបានបើកឡើងដោយមានជើងពាក់ស្បែកជើងកែងចោតពណ៌ខ្មៅលោកចុះមកមុនមួយជើងស្រឡូននិងកំភួនជើងរាងត្រង់ខ្ញុំមានការភ្ញាក់ផ្អើលបន្តិចគ្រីជាមួយគ្នានោះដែរស្ត្រីម្នាក់ពាក់ឈុតសំពត់ខោអាវពណ៌ខៀវចាស់បានដើរចេញពីយន្តគាត់មានអាយុប្រហែល30ជាងមុខមាត់ស្រស់ស្អាតអេរយាបថត្រជាក់ល្ហឹមសក់ខ្មៅត្រូវបានបួងឡើងលើដើរទាញឲ្យឃើញញកជើងពណ៌សខ្ចីភ្នែកភ្លឺថ្លាជាភ្នែកមើលមកជាមួយនៅភាពស្ងប់ស្ងាត់និងភាពប៉ិនប្រសប់បែបធម្មជាតិចង្វាក់បេះដូងរបស់ខ្ញុំលោតខុសចង្វាក់បន្តិចមិនមែនដោយសារតែសម្រស់របស់គាត់នោះទេតែបណ្ដាលមកពីខ្ញុំស្គាល់គាត់គឺសិនមកជាបងប្អូនជីដូនមួយរបស់សិនឈួរក្នុងជាតិមុនពេលដែលខ្ញុំមានឋានៈខ្ពង់ខ្ពស់ធ្លាប់បានជួបគាត់នៅក្នុងកិច្ចប្រជុំការងារថ្នាក់ខេត្តពេលនោះគាត់គឺជាកម្មាភិបាលដែលមានស្នាដៃល្បីល្បាញក្នុងខេត្តរួចទៅហើយអាស្រ័យលើសមត្ថភាពដ៏ឆ្នើមនិងលទ្ធផលការងារជាក់ស្ដែងដ៏លេចធ្លាយត្រូវបានគេហៅថាជាគុជខ្យងរបស់ខេត្តទីបំផុតខ្ញុំទើបយល់ហេតុអ្វីបានជាសិនមកមិនព្រមប្រាប់ខ្ញុំជាមុនអំពីអត្តសញ្ញាណរបស់ប្រធានគម្រោង
ផ្ទុយទៅវិញបែរជាឲ្យខ្ញុំមកស្វែងយល់ពីស្ថានភាពនៅស្រុកឃូមុនសិនវត្តមានរបស់សិនមកគឺដើម្បីដោះស្រាយភាពតច្រកក្នុងការអភិវឌ្ឍរបស់ស្រុកឃីយ៉ាងពិតប្រាកដចំណែកឯខ្ញុំគឺជាជំនួយការរបស់គាត់ក៏ជាសុំរបស់គាត់ដែររសំឈីឈីខ្ញុំគឺសិនមកថ្មីខ្ញុំបានដឹងខ្លួនឡើងវិញហើយក្តាប់ដៃគាត់យ៉ាងណែនដៃគាត់ត្រជាក់ស្រេបព្រមទាំងម្រាមដៃស្រឡូនសូមគោរពជូនពរអភិបាលស្រុកស៊ីនមេងឡានខ្ញុំបាទឈ្មោះជាងជេងជាជំនួយការរបស់លោកស្រីនិងជាប្រធានស្ដីទីការិយាល័យរដ្ឋបាលស្រុកសូមស្វាគមន៍លោកស្រីមកកាន់ការងារនៅស្រុកហ៊ុយមីនខ្ញុំបានរៀបចំការងារទុកជាមុនរួចជាស្រេចហើយនឹងត្រៀមខ្លួនសហការជាមួយលោកស្រីគ្រប់ពេលស៊ីនមេងឡានបានមកក្បាលដកដៃវិញហើយបន្តដើរចូលទៅក្នុងអគាររដ្ឋបាលស្រុកខ្ញុំបានដើរតាមពីក្រោយគាត់ខណៈដែលក្នុងខួរក្បាលកំពុងគិតយ៉ាងមីញឹកក្នុងជាតិមុនខ្ញុំមិនដែលឮសោះថាស៊ីនមេងឡានមកកាន់តំណែងនៅស្រុកហ៊ុយមីងនោះទេពេលនោះស៊ីនជីងសឺបានស្លាប់បាត់ទៅហើយចំណែកឯស៊ីនម៉ូសេងក៏មានសុខភាពទ្រុឌទ្រោមជាងមុនព្រោះតែការជិះកាត់ដោយសារការងារធ្ងន់ធ្ងរពេកការងើបឡើងរបស់ស៊ីនមេងឡានគឺកាត់ឡើងនៅពេល10ឆ្នាំក្រោយមកដែលត្រូវខិតខំមកស៊ូពីបណ្ដាខេត្តផ្សេងម្ដងបន្តិចរីឯក្នុងជាតិនេះវិញដោយសារតែជំនួយរបស់ខ្ញុំធ្វើឲ្យស៊ីនជីងសឺមានសុខភាពល្អហើយស៊ីនម៉ូសេងក៏អាចបុកបញ្ចូលកម្លាំងកាយចិត្តទាំងស្រុងទៅក្នុងការងារបានដែរការដែលស៊ីនមេងឡានត្រូវបានបញ្ជូនមកកាន់ស្រុកហ៊ុយមីងនេះគឺបាតុភូតមេអំបៅហើយអំពើល្អតូចតាចមួយបានផ្លាស់ប្ដូរវាសនារបស់មនុស្សជាច្រើនព្រមទាំងបាននាំមកនូវលទ្ធភាពថ្មីសម្រាប់កិច្ចអភិវឌ្ឍរបស់ស្រុកហ៊ុយមីងផងដែរនៅថ្ងៃដំបូងដែលស៊ីនមេងឡានមកកាន់តំណែងគាត់បានបើកកិច្ចប្រជុំមន្ត្រីទូទាំងស្រុកភ្លាមក្នុងកិច្ចប្រជុំនោះគាត់មិនបាននិយាយពាក្យឃ្លាឆ្ងាយពីការពិតនិយាយចូលទៅក្នុងប្រធានបទតែម្ដងពេញមួយកិច្ចដោយបានវិភាគលើស្ថានភាពបច្ចុប្បន្ននៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ស្រុកហ៊ុយមីងបញ្ហាដែលមានស្រាប់ក៏ដូចជាទីដែលអភិវឌ្ឍនាពេលអនាគតគ្រប់ពាក្យពេចន៍ទាំងអស់សុទ្ធតែចំចំណុចសំខាន់រាល់ទស្សនៈទាំងអស់សុទ្ធតែស្របតាមការពិតធ្វើឲ្យមន្ត្រីដែលស្ថិតក្នុងទីនោះងាកមើលដោយការចាប់អារម្មណ៍រៀងខ្លួនខ្ញុំអង្គុយនៅក្រោមវេទិកាមើលស៊ីនមេងឡានដែលមានភាពស្ងប់ស្ងាត់និងមិនរំជើបរំជួលនៅលើវេទិកាក្នុងចិត្តលូតសរសើរដោយស្ងាត់សូមមេត្តាជួយចុចតាមដានគាត់មិនត្រឹមតែមានក្នុងបង្អែកទេតែគាត់ថែមទាំងមានសមត្ថភាពទៀតអ្នកដឹកនាំបែបនេះពិតជាគួរឲ្យគោរពតាមបញ្ចប់កិច្ចប្រជុំស៊ីនមេងឡានបានហៅខ្ញុំទៅការិយាល័យរបស់គាត់ចង្អុលទៅកៅអីទល់មុខខ្ញុំងក់ក្បាលហើយដើរទៅដោយប្រយ័ត្នប្រយែងរួចអង្គុយចុះដើម្បីរងចាំការចាត់ចែងពីគាត់អ្នកបានជួយសង្គ្រោះប្អូនស្រីខ្ញុំស៊ិនឈីងសៀវគ្រាន់តែជាការជួយបន្តិចបន្តួចប៉ុណ្ណោះគុណសម្បត្តិសង្គ្រោះជីវិតមិនមែនជារឿងតូចតាចឡើយស៊ិនមេងឡានចុះបន្តិចរួចបដូរទឹកដមសម្លេងឲ្យកាន់តែម៉ឺងម៉ាត់ប៉ុន្តែខ្ញុំត្រូវប្រាប់អ្នកឲ្យច្បាស់ក្នុងរឿងការងារខ្ញុំនឹងមិនផ្ដល់ការអនុគ្រោះពិសេសដល់អ្នកដោយសាររឿងនេះទេហើយក៏មិនមែនដោយសារអ្នកជាមនុស្សដែលលេខាធិការជឿនណែនាំមកទើបខ្ញុំមានការយោគយល់ខ្លាំងជាងអ្នកដទៃនោះទេសម្រាប់ខ្ញុំគឺមើលទៅលើស្នាដៃការងារតែប៉ុណ្ណោះការងារដែលធ្វើបានសម្រេចទើបជាការពិតដែលមិនអាចប្រកែកបានអ្នកយល់ទេខ្ញុំមកស្រុកហ៊ុយមីងនេះក៏ដោយសារតែចង់ធ្វើការឲ្យបានពិតប្រាកដដែរដើម្បីរកប្រយោជន៍ជូនប្រជាពលរដ្ឋនៅក្នុងស្រុកហ៊ុយមីងខ្ញុំជាជំនួយការរបស់អ្នកបើការងាររបស់អ្នករលូននោះការងារខ្ញុំក៏រលូនដែរប្រសិនបើការងាររបស់អ្នកមានបញ្ហាខ្ញុំក៏មិនអាចគេចវាពីការទទួលខុសត្រូវបានដែរដូច្នេះខ្ញុំនឹងខំប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីសហការជាមួយអ្នកក្នុងការបំពេញការងារធ្វើឲ្យខាតការងារជាដាច់ខាតមានពន្លឺនៃភាពភ្ញាក់ផ្អើលមួយបានភ្លឺឡើងក្នុងក្រសែភ្នែករបស់គាត់គួរឲ្យចាប់អារម្មណ៍ណាស់ពូរបស់ខ្ញុំប្រាប់ថាអ្នកពិតជាឆ្លាតវៃរឹងមាំនិងចេះកាលៈទេសៈពិតជាមិនខុសមែនដោយសារអ្នកបានស្វែងយល់ពីស្ថានភាពនៃស្រុកហ៊ុយមីងរួចហើយខ្ញុំសូមសួរអ្នកមួយតើបញ្ហាធំបំផុតរបស់ស្រុកហ៊ុយមីងពេលនេះគឺអ្វីចាងឆឹងកុងខ្ញុំឆ្លើយត្រង់ចាងឆឹងកុងគឺជាអភិបាលរងប្រតិបត្តិស្រុកនៃស្រុកហ៊ុយមីងគាត់កាន់តំណែងនៅស្រុកហ៊ុយមីងជាច្រើនឆ្នាំមកហើយគាត់គឺជាឧបសគ្គដ៏ធំបំផុតនៃការអភិវឌ្ឍស្រុកហ៊ុយមីងចុះអ្នកគិតថាខ្ញុំគួរដោះស្រាយរឿងនេះដោយរបៀបណាខ្ញុំនៅស្ងៀមមួយសន្ទុះរួចងើបភ្នែកមើលទៅគាត់លោកស្រីទើបតែមកដល់ស្រុកហ៊ុយមីងចំពោះទំនាក់ទំនងមនុស្សនៅក្នុងតំបន់និងផលប្រយោជន៍ស្មុគស្មាញលោកស្រីមិនទាន់ស្គាល់ច្បាស់នៅឡើយទេការប្រញាប់ប្រញាល់ចាត់វិធានការមិនត្រឹមតែពិបាកនឹងទទួលបានជោគជ័យធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ភីគីមខាងទៀតដែលធ្វើឲ្យការងារបន្តបន្ទាប់ជួបការលំបាកសាករៀបរាប់ពីគំនិតជាក់លាក់របស់អ្នកមកមើលប្រសែភ្នែករបស់សិនមេងឡានពោពេញដោយការចង់ដឹងចង់ឃើញចង់ស្ដាប់ពីគំនិតយោបល់របស់ខ្ញុំអ្នកគឺជាអភិបាលស្រុកមានតួនាទីដឹកនាំការងារការអភិវឌ្ឍសេដ្ឋកិច្ចនិងកិច្ចការរដ្ឋបាលនេះជាមូលដ្ឋានគ្រឹះនៃតួនាទីរបស់អ្នកហើយក៏ជាអ្វីដែលថ្នាក់ដឹកនាំកម្ពុជាយកចិត្តទុកដាក់បំផុតផងដែរការអភិវឌ្ឍសេដ្ឋកិច្ចនិងការកែលម្អជីវភាពរស់នៅរបស់ប្រជាជនគឺជាបំណងប្រាថ្នារបស់ប្រជាជនហើយក៏ជានិន្នាការដែលមិនអាចខ្វះបានដែរមាននរណាម្នាក់ហ៊ានរារាំងដោយចម្លើយដូច្នេះជំហានដំបូងអ្នកត្រូវតែឈរជើងឲ្យបានរឹងមាំសិនដោយចាប់ផ្ដើមពីផ្នែកសេដ្ឋកិច្ចដឹកនាំក្រុមការងារដោយផ្ទាល់ក្នុងការតាក់ទាញវិនិយោគពិភាក្សាគម្រោងនិងជំរុញការអនុវត្តធ្វើការដោយស្មោះត្រង់ដើម្បីបង្កើតលទ្ធផលជាក់ស្ដែងដរាបណាមានលទ្ធផលជាក់ស្ដែងថ្នាក់ដឹកនាំកម្ពុជានឹងគ្រប់គ្រងអ្នកហើយសិទ្ធិអំណាចរបស់អ្នកនៅក្នុងស្រុកហ៊ុយមីងនឹងកាន់តែមានទម្ងន់ឡើងជាលំដាប់ Hello បងតើថ្ងៃនេះខ្ញុំចង់ចេញមកនិយាយរឿងលេតិចហ្នឹងហើយបងនេះសាច់លេរបស់ខ្ញុំគឺអញ្ចឹងគឺរៀងខាប់អញ្ចឹងវាអត់រាវពេកហើយក៏វាអត់ខាប់ពេកអត់ពិបាកលាបទេអញ្ចឹងណាហើយសម្រាប់បងដែលគាត់ចង់សាកអីអាចកំពុងតូចសាកសិនក៏បានដែរហើយណាមួយចិត្តភ្ជុំណាបងបើសិនជាបងកំងពីឥឡូវទៅគឺយើងលាបឃ្លុំគឺសតនភ្ជុំហ្មងហើយសម្រាប់លេខ្ញុំ250ក្រាមតម្លៃ$11ហើយបងដែលគាត់មានស្បែកខ្មៅក្រាស់ក្រិនខ្មៅស្បែកលឿងអីលាបអីអត់សមកសាកលេខ្ញុំសិនមកបងឲ្យតែព្យាយាមឃ្លុំព្យាយាមស្ក្រាបហៅឧស្សាហ៍កុំខ្ជិលទិញលេទៅលាបគឺកុំខ្ជិលបើសិនជាបងខ្ជិលគឺលាបអត់សទេហើយសម្រាប់លេខ្ញុំលាបតែមួយកំប៉ុងគឺឃើញប្លែកហើយឲ្យតែបងម្យ៉ាងទៀតឥទ្ធិពលរបស់ចាងឆឹងកុងមើលទៅដូចជាមានបណ្ដាញស្មុគស្មាញប៉ុន្តែវាគ្រាន់តែជាបាក់ពួកដែលបែកបាក់គ្នាគ្មានមិត្តភាពអមតៈទេមានតែផលប្រយោជន៍អមតៈប៉ុណ្ណោះរង្វង់បែបនេះមើលទៅរឹងមាំប៉ុន្តែការពិតវាពោពេញដោយចន្លោះប្រហោងអ្វីដែលយើងត្រូវធ្វើគឺបម្រើប្រជាជនដោយស្មោះត្រង់ធ្វើការងារល្អជូនពលរដ្ឋជាក់ស្ដែងនិងដោះស្រាយបញ្ហាទុក្ខលំបាករបស់ពួកគេ
ដរាបណាពួកយើងឈរនៅខាងប្រជាជនហើយធ្វើការដោយយុត្តិធម៌បើកចំហនឹងមានតម្លាភាពនោះយើងនឹងអាចតាក់ទាញមន្ត្រីដែលមានសមត្ថភាពនិងសុចរិតឲ្យចូលរួមជាមួយយើងបានហើយរង្វង់អំណាចរបស់ចាងឆឹងកុងនឹងរលាយបាត់ទៅដោយខ្លួនឯងស៊ិនម៉ាំងឡាននៅស្ងៀមអស់រយៈពេលជាយូរពន្លឺថ្ងៃពីក្រៅបង្អួចចាំងមកលើផ្ទៃមុខរបស់នាងពាក់កណ្ដាលភ្លឺពាក់កណ្ដាលឡងឹតមិនអាចមើលឃើញពីភាពអាថ៌កំបាំងរបស់នាងបានឡើយមួយសន្ទុះធំក្រោយមកនាងក៏ក្រោកឈរឡើងដើរទៅមាត់បង្អួចដោយបែរខ្នងដាក់ខ្ញុំជាងឈឿនតើអ្នកដឹងទេថាហេតុអ្វីបានជាខ្ញុំមកកាន់ស្រុកហ៊ុយមីនខ្ញុំមិនបាននិយាយអ្វីទាំងអស់មានតែរងចាំស្ដាប់ចម្លើយរបស់នាងស្រុកហ៊ុយមីនមានទីតាំងភូមិសាស្ត្រល្អប្រសើរមានធនធានសម្បូរបែបតាមពិតវាគួរតែមានអនាគតអភិវឌ្ឍដ៏ល្អប៉ុន្តែដោយសារតែការដណ្ដើមផលប្រយោជន៍គ្នាទៅវិញទៅមកការអភិវឌ្ឍបានថយក្រោយជីវភាពរស់នៅរបស់ប្រជាជនមិនសូវជាធូរធារប៉ុន្មានទេថ្នាក់ខេត្តចង់ឲ្យស្រុកហ៊ុយមីនមានការអភិវឌ្ឍខ្លាចជាគំរូសេដ្ឋកិច្ចសម្រាប់តំបន់លឿនជាងប៉ុន្តែផ្លូវមួយនេះពិបាកដល់ណាស់មនុស្សជាច្រើនមិនហ៊ានមកទេខ្លាចមានបញ្ហាខ្លាចគ្មានស្នាដៃខ្លាចបរាជ័យរហូតដល់បាត់បង់អ្វីទាំងអស់សម្លេងរបស់ស៊ិនម៉ាំងឡានស្ងប់ស្ងាត់តែពោពេញដោយការតាំងចិត្តដ៏មុតមមប៉ុន្តែខ្ញុំបានមកដល់ហើយខ្ញុំចង់ខ្លាចជាអ្នកត្រួសត្រាយផ្លូវនេះពូដាក់ជាងឈឿនឲ្យនៅក្បែរខ្ញុំក៏ព្រោះតែគាត់ជឿជាក់លើអ្នកមុនពេលខ្ញុំមកដល់ស្រុកហ៊ុយមីនខ្ញុំក៏បានស្វែងយល់ពីបទពិសោធន៍របស់អ្នកដែរខ្ញុំក៏ជឿជាក់លើអ្នកដូចគ្នាប៉ុន្តែអ្នកត្រូវគិតឲ្យច្បាស់ការដើរតាមខ្ញុំប្រហែលជាត្រូវឆ្លងកាត់ផ្លូវដ៏លំបាកមួយនេះអាចប្រឈមនឹងគ្រោះថ្នាក់គ្រប់ពេលតើអ្នកនៅតែព្រមធ្វើការជាមួយខ្ញុំទៀតឬទេខ្ញុំក៏ក្រោកឈរឡើងលោកអភិបាលស្រុកស៊ិនម៉ាំងឡានតាំងពីពេលដែលខ្ញុំចាប់ផ្ដើមចូលធ្វើការងារនេះមកខ្ញុំបានធ្វើការបញ្ញាចិត្តរួចហើយគឺត្រូវបម្រើប្រជាពលរដ្ឋខ្ញុំមកកាន់ស្រុកហ៊ុយមីនគឺគ្រាន់តែចង់ធ្វើការងារពិតប្រាកដមួយចំនួនដើម្បីឲ្យប្រជាពលរដ្ឋមានជីវភាពរស់នៅបានល្អប្រសើរផ្លូវដែលលោកកំពុងតែដើរនេះគឺជាមាគ៌ាបម្រើប្រជាជនជាមាគ៌ានៃការអនុវត្តការងារជាក់ស្ដែងស្របទៅនឹងបំណងប្រាថ្នាដំបូងរបស់ខ្ញុំរបស់ខ្ញុំទាំងស្រុងទោះបីជាត្រូវឆ្លងកាត់ការលំបាកយ៉ាងណាក៏ដោយទោះបីជាផ្លូវខាងមុខមិនច្បាស់លាស់ក៏ដោយខ្ញុំសុខចិត្តដើរទៅជាមួយលោកហើយនឹងមិនថយក្រោយជាដាច់ខាតខ្សែភ្នែករបស់លោកស៊ិនម៉ាំងឡានក៏ចាប់ផ្ដើមរំជើន់មុំមាត់របស់លោកហាក់ដូចជាញឹមតិចលឿនរហូតដល់គ្មានអ្នកណាអាចចាប់អារម្មណ៍ទាន់ល្អតោះយើងទៅទាំងអស់គ្នា3ខែបន្ទាប់ពីនេះគឺជា3ខែដែលខ្ញុំហត់នឿយបំផុតប៉ុន្តែក៏មានអារម្មណ៍នឹងនៅចិត្តបំផុតក្នុងជីវិតខ្ញុំលោកស៊ិនម៉ាំងឡានបានអនុវត្តតាមគំនិតដែលយើងបានដាក់ចេញពិតមែនលោកធ្វើការដោយភាពស្ងប់ស្ងាត់និងជាក់ស្ដែងផ្ដោតតែលើការងារប៉ុណ្ណោះលោកបានចំណាយកម្លាំងទាំងអស់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចលោកបានដឹកនាំក្រុមចុះទៅជួបតាមខេត្តនិងក្រុមជុំវិញដោយផ្ទាល់ដើម្បីជួបសហគ្រាសនិងចរចាគម្រោងនានាដើម្បីផ្សព្វផ្សាយពីធនធាននិងសក្តានុពលរបស់ស្រុកហ៊ុយមីនទោះជាត្រូវហត់នឿយខ្លាំងនិងដើររហូតឈឺជើងយ៉ាងណាក៏ដោយលោកមិនដែលធ្វើវឹកពីជាមន្ត្រីថ្នាក់លើឡើយនាងធ្វើការយ៉ាងជិតស្និទ្ធជាមួយគាត់ដើម្បីធានាឲ្យបាននូវការងារគ្រប់យ៉ាងដោយសម្របសម្រួលជាមួយនាយកដ្ឋាននានាក្នុងស្រុកហ៊ុយមីនដើម្បីដោះស្រាយរាល់បញ្ហាក្នុងពេលចរចានិងអនុវត្តគម្រោងវិនិយោគហើយក្នុងពេលជាមួយគ្នានេះនាងក៏ចាប់ផ្ដើមយល់ច្បាស់ពីទំនាក់ទំនងនិងផលប្រយោជន៍ដែលពាក់ព័ន្ធនៅក្នុងស្រុកហ៊ុយមីនដើម្បីឲ្យនាងមានផែនការច្បាស់លាស់ក្នុងចិត្តនៅពេលជួបការលំបាកនិងការរារាំងដោយសម្ងាត់ស៊ិនម៉ាំងឡានមិនដែលតបដោយផ្ទាល់នោះទេផ្ទុយទៅវិញនាងប្រើសកម្មភាពជាការឆ្លើយតបដោយផ្អែកលើការងារជាក់ស្ដែងតែប៉ុណ្ណោះគាត់តែងតែនិយាយថាការជែកវែកញែកដោយប្រើតែមាត់គឺគ្មានន័យអ្វីឡើយការសម្រេចការងារឲ្យបានជោគជ័យនិងការធ្វើឲ្យប្រជាជនទទួលបានផលប្រយោជន៍ពិតប្រាកដទើបជាការតបដ៏មានប្រសិទ្ធភាពបំផុតការខិតខំប្រឹងប្រែងមិនធ្វើឲ្យអ្នកណាម្នាក់ខកបំណងការខិតខំប្រឹងប្រែងរយៈពេល3ខែបានផ្ដល់នូវលទ្ធផលយ៉ាងត្រចះត្រចង់ស្រុកហ៊ុយមិនបានចុះហត្ថលេខាលើគម្រោងវិនិយោគចំនួន300លានដោយជោគជ័យតែរួមមានការកែច្នៃផលិតផលកសិកម្មទេសចរជនបទនិងធម្មពលថ្មីរួមទាំងវិស័យផ្សេងទៀតហើយនៅមានគម្រោងធំពីរទៀតដែលកំពុងស្ថិតក្នុងការចរចាដេញដោលយ៉ាងស៊ីជម្រៅបន្ទាប់ពីគម្រោងទាំងនេះត្រូវបានអនុវត្តអាចដោះស្រាយបញ្ហាការងារដល់ប្រជាជនក្នុងមូលដ្ឋានរាប់ពាន់នាក់ព្រមទាំងជំរុញឲ្យមានការអភិវឌ្ឍឧស្សាហកម្មពាក់ព័ន្ធកំណើនសេដ្ឋកិច្ចទៀតរបស់ស្រុកហ៊ុយមិនក៏បានកើនឡើងលំដាប់លេខ1នៅក្នុងក្រុងទាំងមូលផងដែរទទួលបានការកោតសរសើរចំឈ្មោះពីថ្នាក់ដឹកនាំខេត្តថ្នាក់ក្រុងថែមទាំងបានបញ្ជូនក្រុមត្រួតពិនិត្យពិសេសមកស្រុកហ៊ុយមិនដើម្បីសិក្សាស្រាវជ្រាវទៀតដើម្បីសង្ខេបនិងផ្សព្វផ្សាយបទពិសោធន៍នៃការអភិវឌ្ឍរបស់ស្រុកហ៊ុយមិនឈ្មោះរបស់ស៊ិនម៉ាំងឡានបានលេចឡើងជាលើកដំបូងនៅក្នុងរបាយការណ៍ការងាររបស់ថ្នាក់ដឹកនាំខេត្តតំណែងរបស់គាត់នៅក្នុងស្រុកហ៊ុយមិនក៏មានភាពរឹងមាំទាំងស្រុងមន្ត្រីដែលធ្លាប់តែរក្សាជំហរកណ្ដាលក៏ចាប់ផ្ដើមងាកមករកពួកយើងបន្តិចម្ដងដោយសារតែបានឃើញពីសមត្ថភាពនិងសកម្មភាពជាក់ស្ដែងរបស់ស៊ិនម៉ាំងឡានឥទ្ធិពលរបស់ចាងឆឹងកុងក៏កាន់តែឯកោខ្ញុំបានរាយការណ៍រឿងរ៉ាវទាំងអស់នេះទៅកាន់ស៊ិនម៉ាំងឡានហើយគាត់គ្រាន់តែនិយាយយ៉ាងស្រាលថាមិនបាច់ប្រញាប់ទេរងចាំបន្តិចទៀតចាំដល់ពេលវេលាដ៏សមស្របមួយខ្ញុំដឹងថាគាត់កំពុងរងចាំពេលវេលាដែលសមស្របដើម្បីបោះសម្អាតចាងឆឹងកុងនិងក្រុមបាក់ពួកនៅពីក្រោយខ្នងរបស់គាត់ឲ្យអស់ដើម្បីជំរាបឧបសគ្គក្នុងការអភិវឌ្ឍស្រុកហ៊ុយមិននេះចោលឲ្យអស់ហើយពេលវេលានេះវាមកដល់លឿនជាងអ្វីដែលខ្ញុំបានគិតទៅទៀតនៅយប់នោះខ្ញុំទើបតែបំពេញការងាររួចរាល់ហើយត្រៀមខ្លួននឹងត្រឡប់ទៅផ្ទះវិញទូរស័ព្ទដៃរបស់ខ្ញុំក៏រត់ឡើងគឺជាការហៅចូលពីតាវសៀនសំឡេងរបស់គាត់ទាបខ្លាំងណាស់ហើយមានភាពតក់ក្រហល់បន្តិចបេះដូងរបស់ខ្ញុំធ្លាក់ដល់កម្រិតសូន្យភ្លាមពេជ្រនៅក្នុងដៃរបស់ខ្ញុំជ្រុះទៅលើទៅទាំងគំរោលសំឡេងរបស់ខ្ញុំញ័រត្រើបបងតាវលោកមេស្រុកសិនយ៉ាងម៉េចហើយគាត់នៅណាតាវសៀនស្ងៀមស្ងាត់អស់ប៉ុន្មានវិនាទីនោះវាហាក់ដូចជាយូរអង្វែងដូចជាយុគសម័យមួយទីបំផុតគាត់ក៏និយាយថាបិទទូរស័ព្ទរួចខ្ញុំមិនបានយកអាវក្រៅផងចាប់យកសោហើយរត់ចេញទៅក្រៅពេញមួយផ្លូវដែលខ្ញុំញ័រជានិច្ចកាន់ចង្កូតយ៉ាងតឹងក្នុងខួរក្បាលមានគំនិតតែមួយគត់គឺស៊ិនម៉េងឡានហាមមានរឿងអីឲ្យសោះដាច់ខាតមិនត្រូវមានរឿងអីជាដាច់ខាតជាតិមុនខ្ញុំមានការស្ដាយក្រោយជាច្រើនបាត់បង់មនុស្សជាច្រើនដែលគួរឲ្យតម្លៃខ្ញុំមិនចង់ព្រោះតែហេតុផលណាមួយបាត់បង់មេដឹកនាំដ៏ល្អម្នាក់ដែលបម្រើប្រជាជនដោយស្មោះនឹងធ្វើការលងឯងនោះឡើយជាមិត្តរួមប្រយុទ្ធដ៏ល្អម្នាក់មកដល់ក្រុមសន្តិសុខតាវជួនបានរងចាំនៅមាត់ទ្វារយូរហើយមុខរបស់គាត់គឺអាក្រក់ខ្លាំងណាស់ក្រោមកែវភ្នែកពេញដោយខ្សែកោះក្រហមខ្ញុំរត់សម្ដៅទៅចាប់ដៃរបស់គាត់តាវឈួនបានទេស្មាខ្ញុំទឹកមុខធ្ងន់ធ្ងរបងប្រុសលោកត្រូវតែត្រៀមខ្លួនផ្លូវចិត្តគាត់បាននាំខ្ញុំចូលទៅក្នុងបន្ទប់ការិយាល័យមួយពេលដែលរុញទ្វារបើកខ្ញុំមានអារម្មណ៍ថាឈាមក្នុងខ្លួនទាំងមូលក៏ស្ទះ
សិនកំពុងអង្គុយលើសាឡុងសក់ហាក់បីដូចជាស្ភ្លឺស្ទើរពេញក្បាលក្នុងពេលតែមួយយប់មុខស្លេកស្លាំងគួរឲ្យខ្លាចស៊ូឈីងមេងទម្លើស្មារបស់គាត់យំដោយស្ងៀមស្ងាត់ស្មាញញញែកសិនឈីងស៊ូឈោនៅក្បែរនោះភ្នែកឡើងក្រហមក្រឡសងខាងប៉ុន្តែខំទប់ទឹកភ្នែករក្សាភាពស្ងប់ស្ងាត់ក្រសែភ្នែករបស់ខ្ញុំមិនអាចគ្រប់គ្រងបានក៏ធ្លាក់ទៅលើរូបថតមួយសន្លឹកនៅលើទតែទសពនៅលើរូបថតនោះសេនមេងឡានគេងដេកក្នុងកង់ជាមួយកន្លែងឈុតពណ៌ខៀវទឹកសមុទ្ររបស់គាត់ត្រូវបានលាបពណ៌ក្រហមភ្នែករបស់គាត់នៅបើកចំហក្នុងនោះលែងមានភាពត្រជាក់និងភាពប៉ិនប្រសប់ដូចពីមុនទៀតហើយនៅសល់តែភាពទេស្អាតប៉ុណ្ណោះជើងរបស់ខ្ញុំទន់ស្រាប់ថៅសបានប្រញាប់ប្រញ័រទប់ខ្ញុំបើកមាត់ចង់និយាយអ្វីម្យ៉ាងប៉ុន្តែមិនអាចបញ្ចេញសម្លេងអ្វីបានសោះបំពង់របស់ខ្ញុំហាក់ដូចជាមានធ្មួយដុំឈិនធ្វើឲ្យខ្ញុំដកដង្ហើមមិនរួចដោយសារតែការតឹងទ្រូងយប់នេះអភិបាលស្រុកចេនបានចុះទៅស្រុកស្រែដើម្បីពិនិត្យស្ថានភាពនៃការអនុវត្តគម្រោងតាក់ទាញការវិនិយោគពេលត្រឡប់មកវិញរថយន្តនៅលើផ្លូវកោងភ្នំបានផ្ដាច់ហ្វ្រាំងហើយធ្លាក់ចុះពីលើច្រាំងថ្មសម្លេងរបស់ថៅសរសែក្រហកក្រហាយពេលដែលពួកយើងទទួលបានដំណឹងហើយទៅដល់កន្លែងកើតហេតុគាត់បានបាត់បង់ជីវិតបាត់ទៅហើយហ្វ្រាំងរថយន្តផ្ដាច់ការគ្រោះថ្នាក់ចៃដន្យគឺកើតឡើងយ៉ាងឆាប់រហ័សបែបនេះឯងពេលនោះដែរទូរស័ព្ទរបស់ខ្ញុំក៏ញ័រឡើងមួយខ្សឹបវាគឺជាសារខ្លីមួយអ្នកផ្ញើគឺសេងមេងឡានពេលវេលាផ្ញើគឺ1ម៉ោងមុនពេលគាត់ជួបគ្រោះថ្នាក់ខ្លឹមសារក្នុងសារមានតែមួយឃ្លាគត់ហាឆេងប្រសិនបើខ្ញុំមានរឿងអ្វីកើតឡើងកុំប្រញាប់ប្រញ័រធ្វើអ្វីដោយតក់ក្រហល់ជួយមើលថែប្អូនស្រីខ្ញុំឲ្យបានល្អបន្តធ្វើការងារនៅស្រុកហ៊ុយមីងឲ្យបានល្អធ្វើឲ្យប្រជាជនរស់នៅបានសុខសប្បាយខ្ញុំមើលខ្សែបន្ទាត់ខ្លីនេះម្រាមដៃញ័រដោយមិនអាចគ្រប់គ្រងបានហើយទឹកភ្នែកក៏ស្រក់ចុះមកទើបខ្ញុំយល់ថាសិនម៉ាងឡានបានដឹងយ៉ាងច្បាស់តាំងពីយូរណាស់មកហើយថាការប្រកាន់ខ្ជាប់នៅគោលការណ៍និងការការពារផលប្រយោជន៍របស់ប្រជាជននឹងប៉ះពាល់ដល់អ្នកដទៃជាមិនខានគាត់ដឹងច្បាស់ជាងអ្នកណាអំពីភាពលំបាកនិងគ្រោះថ្នាក់នៃផ្លូវមួយនេះហើយក៏ដឹងច្បាស់ថាគាត់អាចនឹងប្រឈមមុខនឹងគ្រោះថ្នាក់ដែលមិនដឹងមុនប៉ុន្តែគាត់មិនដែលមានការរង្គោះរង្គើបន្តិចណាឡើយដោយនៅតែដើរយ៉ាងមុតមាំលើផ្លូវការពារប្រជាជនក្រីក្រនៅពេលជាមួយគ្នានេះក្រុមការងារត្រួតពិនិត្យបានបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងទូលំទូលាយដោយប្រកាន់ខ្ជាប់នៅគោលការណ៍យុត្តិធម៌និងការអនុវត្តច្បាប់ដើម្បីប្រជាជនជីកកាយរកស្គលនៃបញ្ហាត្រួតពិនិត្យយ៉ាងតឹងរឹងលើរាល់សកម្មភាពខុសច្បាប់សន្យាថានឹងស៊ើបអង្កេតដល់ឫសគល់ដោយមិនលើកលែងឡើយមិនថារឿងនេះពាក់ព័ន្ធនឹងអ្នកណាក៏ដោយនឹងត្រូវទទួលទោសតាមច្បាប់យ៉ាងតឹងរឹងដើម្បីផ្ដល់យុត្តិធម៌ជូនប្រជាជននិងធ្វើឲ្យស្រុកហ៊ុយមីងមានភាពស្អាតស្អំឡើងវិញខ្ញុំបានដើរតាមតាវសួនចុះសាកសួរតាមគ្រប់ផ្លូវតូចធំក្នុងស្រុកហ៊ុយមីងដល់ថ្នាក់វាលស្រែចម្ការចុះជួបសំណេះសំណាលជាមួយប្រជាជនគ្រប់រូបដោយអត់ធ្មត់ប្រមូលភស្តុតាងគ្រប់ឯកសារដោយយកចិត្តទុកដាក់សាកសួរអ្នកពាក់ព័ន្ធដោយហ្មត់ចត់ដើម្បីប្រមូលតម្រុយឲ្យបានគ្រប់ជ្រុងជ្រោយជួយឲ្យក្រុមការងារត្រួតពិនិត្យរកឃើញការពិតឆាប់រហ័សដើម្បីលុំលំវិញ្ញាណក្ខន្ធរបស់សិនម៉ាងឡានការពារផលប្រយោជន៍ផ្ទាល់របស់ប្រជាពលរដ្ឋក្នុងស្រុកហ៊ុយមីងពេលខែក្រោយមកថ្នាក់កម្រិតខេត្តបានប្រកាសលទ្ធផលនៃការស៊ើបអង្កេតជាផ្លូវការចាងឆឹងកុងត្រូវបានចោទប្រកាន់ពីបទល្មើសជាច្រើនមានភស្តុតាងយ៉ាងច្បាស់លាស់ត្រូវបានដកតំណែងនិងស៊ើបអង្កេតតាមផ្លូវច្បាប់ចំណែកក្រុមផលប្រយោជន៍ដែលនៅពីក្រោយគាត់រួមទាំងមន្ត្រីថ្នាក់ដឹកនាំក្នុងតំបន់ជាច្រើននិងថៅកែសាគ្រាត្រូវបានបង្ក្រាបទាំងអស់គ្មាននរណាម្នាក់រួចខ្លួនឡើយនៅពេលដំណឹងនេះលេចមកប្រជាពលរដ្ឋក្នុងស្រុកហ៊ុយមីងបាននាំគ្នាប្រាប់គ្នាដោយរីករាយពួកគេនាំគ្នាទេដៃអបអសាទរធំៗដែលសង្កត់លើការអភិវឌ្ឍរបស់ស្រុកហ៊ុយមីងទីបំផុតត្រូវបានយកចេញហើយមេឃនៅស្រុកហ៊ុយមីងបានស្រឡះថ្លាវិញហើយថ្ងៃនោះខ្ញុំឈរនៅមុខមជ្ឈមណ្ឌលការិយាល័យស្រុកហ៊ុយមីងមើលគេនាំខ្លួនចាងឆឹងកុងឡើងឡានសក់ក្បាលរបស់គាត់រញ៉េញ៉ៃនៅលើមុខលែងមានភាពអង់អាចដូចមុនមានតែភាពហិនហោចនិងការភ័យខ្លាចពេលគាត់ដើរកាត់មុខខ្ញុំគាត់សម្លឹងមកខ្ញុំយ៉ាងសាហាវហាក់ដូចជាចង់លេបខ្ញុំទាំងរស់ខ្ញុំមើលគាត់ដោយទឹកមុខគ្មានអារម្មណ៍ក្នុងចិត្តមិនមានភាពរីករាយអ្វីបន្តិចឡើយមានតែអារម្មណ៍ទេស្អាតស្ត្រីម្នាក់ដែលធ្លាប់និយាយថានឹងទៅជាមួយគ្នាអ្នកដឹកនាំដែលខំប្រឹងដើម្បីប្រជាជនម្នាក់នោះសមិទ្ធដ៏ល្អដែលធ្លាប់តស៊ូជាមួយគ្នាមិនអាចត្រឡប់មកវិញបានទៀតទេពិធីបុណ្យសពរបស់សមិទ្ធសិនម៉ាងឡាននឹងធ្វើឡើងនៅព្រឹកស្អែកឯសាបុនលីងជាងលៀនយុនមន្ត្រីជាច្រើនមកពីគ្រប់ទីក្នុងខេត្តក៏ដូចជាប្រជាជនក្នុងស្រុកហ៊ុយមីងសុទ្ធតែនឹងទៅជូនដំណើរគាត់ជាលើកចុងក្រោយខ្ញុំចូលម្នាក់ឯងនៅមុខមជ្ឈមណ្ឌលការិយាល័យស្រុកអស់ពេលជាយូរចូលពីថ្ងៃត្រង់រហូតដល់ព្រលប់ព្រះអាទិត្យចាប់ផ្ដើមលេចបន្តិចម្ដងធ្វើឲ្យស្រមោលរបស់ខ្ញុំអូសវែងអន្លាយរហូតរលាយចូលទៅក្នុងភាពងឹតនៃរាត្រីខ្យល់នៅស្រុកហ៊ុយមីងបក់មកតិចតែពេលប៉ះមុខវាមានអារម្មណ៍ត្រជាក់ដល់ឆ្អឹងខ្ញុំនឹកឃើញពាក្យសម្ដីរបស់សិនម៉ាងឡាននឹកឃើញពេលដែលពួកយើងរត់រកការវិនិយោគជាមួយគ្នាពិភាក្សាគម្រោងជាមួយគ្នាថ្ងៃដែលពួកយើងរួមគ្នាដេកយប់រៀបចំឯកសារនឹកឃើញពេលដែលគាត់ចូលនៅមុខបង្អួចហើយនិយាយថាអញ្ចឹងពួកយើងទៅជាមួយគ្នាចុះគឺជាការមិនដឹងថាពេលវេលាកន្លងផុតទៅយូរប៉ុណ្ណាទេរថយន្តមួយគ្រឿងបានមកឈប់នៅមុខខ្ញុំកញ្ចក់ឡានស្រាប់តែរមៀលចុះបង្ហាញឲ្យឃើញផ្ទៃមុខរបស់សិនឈីងសៀវភ្នែករបស់នាងនៅតែក្រហមបន្តិចប៉ុន្តែនាងមើលទៅហាក់ដូចជាមានភាពស្ងប់ស្ងាត់ជាងមុនហើយចិញ្ចើមរបស់នាងក៏បង្ហាញនូវភាពម៉ឺងម៉ាត់ដែលស្រដៀងទៅនឹងសិនម៉ាងឡានដែរបងប្រុសអ្នកម៉ាក់ឲ្យបងទៅញ៉ាំបាយនៅផ្ទះខ្ញុំសម្លឹងមើលនាងក្នុងភាពស្រពេចស្រពិលហាក់ដូចជាបានឃើញរូបភាពរបស់សិនម៉ាងឡានអីចឹងទាំងភ្នែកទាំងទឹកមុខនិងចិត្តគំនិតដែលប្រកបដោយយុត្តិធម៌ដូចគ្នារថយន្តបានបើកចេញពីទីរួមស្រុកហ៊ុយមីងឆ្ពោះទៅកាន់ទីដៅលីងជាងពន្លឺថ្ងៃលិចបានជិះពេញផ្ទៃមេឃពណ៌ក្រហមឆ្អៅស្រដៀងទៅនឹងពន្លឺថ្ងៃលិចនៅថ្ងៃដែលសិនម៉ាងឡានបានជួបគ្រោះថ្នាក់រថយន្តបន្តបើកទៅមុខជាបន្តតាមភាពងឹតនៃប្រឡប់កាត់តាមខ្យល់អាកាសពេលល្ងាច
ឆ្ពោះទៅរកពន្លឺនៅទីឆ្ងាយ